មានមទូថាអញបរិសុទ្ធឯងរាល់គ្នាក៏បរិសុទ្ធកូនអរគ្នាបរិសុទ្ធបានដោយសារអង្គព្រះវិញ្ញាណជាអង្គស្ដីពិតអង្គបរិសុទ្ធនៅជាមួយកូនអរគ្នាបានកូនអរគ្នាបរិសុទ្ធព្រះអង្គហើយកូនអរគ្នាជាមនុស្សមានបាបខ្វះមកដល់ស្រីល្អរបស់ត្រង់ហើយកូនអរគ្នាការប្រព្រឹត្តកូនអរគ្នាដូចជាស្ត្រីដែលមានរដូវឈាមរដូវម្ល៉េះហើយការក្រក់កូនអរគ្នាគឺមានគ្រប់យ៉ាងទាំងពាក្យសម្ដីកាយវិការចរិតលក្ខណៈឬក៏ការគិតគឺកូនអរគ្នាមិនបរិសុទ្ធដូចជាត្រង់នោះទេម្ល៉េះហើយកូនអរគ្នាអាក្រក់កូនអរគ្នាមានបាបបានកូនមករកត្រង់កូនដឹងថាសាច់ឈាមកូនអរគ្នានៅមានបាបនៅឡើយម្ល៉េះហើយការក្រក់នៅក្នុងខ្លួនកូនអរគ្នាការល្អសិទ្ធិព្រះមទូរបស់ព្រះអង្គកូនសិទ្ធិរៀនការក្រក់គឺកូនអរគ្នាមិនចង់ធ្វើមិនចង់និយាយមិនចង់គិតក៏គិតទៅកើតម្ល៉េះហើយសូមឲ្យព្រះអង្គបានអត់ទោសដល់កូនអរគ្នាទាំងបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងសូមមិនដេញមានអាក្រក់ទេវតាអាក្រក់ចេញពីកូនអរគ្នាជួយខ្ញុំម្ចាស់ឲ្យរួចពីខ្លួនខ្ញុំម្ចាស់សត្រូវទី1ដែលកូនអរគ្នាត្រូវឈ្នះគឺខ្លួនកូនអរគ្នាម្ល៉េះហើយសូមឲ្យព្រះអង្គបានប្រទានពរដល់កូនអរគ្នាជួយកូនអរគ្នាអ្វីដែលកូនអរគ្នាធ្វើប្រកាសធ្វើជួយកូនអរគ្នាអ្វីដែលកូនមិនជឿសូមឲ្យព្រះអង្គបានជួយកូនអរគ្នានៅថ្ងៃបរិសុទ្ធហើយក៏សូមវាខំបងប្អូននៅគ្រប់ទីកន្លែងចាសូមជម្រាបសួរបងប្អូននៅទីនេះនិងបងប្អូននៅកន្លែងផ្សេងដែលបានចូលរួមថ្វាយបង្គំជាមួយពួកយើងខ្ញុំចាសូមឲ្យព្រះម្ចាស់ផែនដីឋានសួគ៌ជាម្ចាស់ថ្ងៃឈប់សម្រាកគង់នៅជាមួយបងប្អូនគ្រប់ទីកន្លែងប្រទានដល់បងប្អូនបើកចិត្តបងប្អូនឲ្យយល់គ្រប់ទាំងសេចក្តីពិតនៅព្រះបន្ទូលទ្រង់ដើម្បីឲ្យកូនអស់គ្នាបានរៀនទៅឲ្យមានអំណរមានសេចក្តីស្រឡាញ់សេចក្តីជំនឿរឹតរឹងមាំសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាកូនអស់គ្នាមករកទ្រង់ហើយសូមឲ្យសូមឲ្យព្រះអង្គបានប្រទានពរដល់កូនអស់គ្នាឲ្យកូនអស់គ្នាបានចាក់ព្រេងសគួរបន្ថែមដើម្បីជាគៀងកូនអស់គ្នាបានភ្លឺឡើងព្រះអង្គឲ្យមាននៅទ្រង់ទេដែលមានអំណាចគ្រប់វិជាស្ដាជួយកូនអស់គ្នាព្រោះទ្រង់ជាមិត្តសម្លាញ់កូនអស់គ្នាកូនគ្មានអ្នកណាក្រៅពីព្រះអង្គនោះទេមិត្តសម្លាញ់នៅក្នុងជីវិតសាច់ឈាមនេះព្រះអង្គឲ្យតែងតែល្អនៅខាងមុខយើងខាងក្រោយគេមិនល្អជាមួយយើងទេម្ល៉េះហើយមានដើម្បីសម្លាញ់ព្រះអង្គមួយប៉ុណ្ណោះដែលកូនអស់គ្នាបានទូគ្រប់ទាំងអស់ទាំងការល្អការអាក្រក់ទុកព្រួយបញ្ហាផ្សេងក្នុងចិត្តឬក៏ក្នុងសម្ដីកាយវិការយ៉ាងណាកូនតែងទៅទូទៅលើទ្រង់ហើយតែងទិដ្ឋានលិនទូទ្រង់ផងដែរព្រះអង្គឲ្យទ្រង់ជ្រាបគប់ចិត្តកូនអស់គ្នាអ្វីដែលកូនអស់គ្នាមិនទាន់និយាយម្ល៉េះហើយសមមិត្តសម្លាញ់របស់កូនអស់គ្នាព្រោះទ្រង់មានបន្ទូលថាកូនអស់គ្នាមិនមែនជាបាវបំរើទៀតទេព្រះអង្គរាប់កូនអស់គ្នាជាមិត្តសម្លាញ់ម្ល៉េះហើយមិត្តសម្លាញ់គឺព្រះអង្គបានបើកអ្វីៗឲ្យយល់ទាំងអស់ព្រោះមុនត្រែទី7ទ្រង់បានបើកសេចក្តីអាកំបាំងដល់ហោរាដល់អ្នកបម្រើរបស់ទ្រង់ម្ល៉េះហើយសូមឲ្យព្រះអង្គបានបើកសម្ដែងកូនអស់គ្នាបានយល់សេចក្តីពិតតាមរយៈព្រះបន្ទូលទ្រង់តាមព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ខ្ញុំម្ចាស់ទូលគុំសូមឲ្យព្រះនាមទ្រង់បរិសុទ្ធរាជទ្រង់ចាំមកដល់ផាតីទ្រង់បានសម្រេចនៅផែនដីឋានសួគ៌ដែលសម្បទានហាដល់កូនត្រការថ្ងៃនេះសូមអត់ទោសការរំលងរបស់កូនគឺមិនចេះអត់ទោសដល់អ្នកធ្វើខុសកូនផងដែរសូមកំណំកូនចូលសេចក្តីបួងឡើយព្រះអង្គហើយប្រកូនបានរួចផុតពីសេចក្តីក្រក់អំណាចជាស្ដាសេចក្តីល្អជារបស់ផងទ្រង់អស់កលជានិច្ចខ្ញុំម្ចាស់ក៏តែងតែលិនតួនៅអំពើបាបជារៀងរាល់ថ្ងៃព្រះអង្គហើយព្រះអង្គមានបន្ទូលថាអ្នកណាដែលទទួលខ្លួនឯងថាជាមនុស្សមានបាបព្រះអង្គអាចសង្គ្រោះបានហើយក៏ព្រះអង្គមករកមនុស្សដែលអត់ល្អអត់ខ្ចោះនោះដែរគឺព្រះអង្គរកមនុស្សមានបាបដើម្បីព្យាបាលកូនអស់គ្នាគឺបាបព្រះអង្គជាពេទ្យគ្រប់អស់ទាំងពេទ្យព្យាបាលអំពើបាបរបស់កូនអស់គ្នានេះគឺមានតែត្រង់មួយព្យាបាលទាំងខាងសាច់ឈាមនិងព្រលឹងវិញ្ញាណផងដែរសូមដកជំងឺរោគាចេញពីកូនអស់គ្នាព្យាបាលកូនអស់គ្នាបានជាសះស្បើយអត់ទោសនៅស្ដីតិចចរិតរបស់កូនអស់គ្នាការពារកូនអស់គ្នាពីជំងឺផ្សេងហើយកូនសង្ឃឹមថាថ្ងៃមួយកូនអស់គ្នាមិនមានជំងឺឬក៏មានអំពើបាបទៀតទេទៅព្រះអង្គព្រះវិញ្ញាណចង់រដូវមកគង់នៅជាមួយកូនអស់គ្នាសូមនាំកូនអស់គ្នាចូលគ្រប់ទាំងស្ដីពិតរបស់ព្រះបន្ទូលទ្រង់នៅថ្ងៃបរិសុទ្ធអាមែនមុននឹងយើងចាប់ផ្ដើមនៅការរៀននៅថ្ងៃនេះចាយើងនាងខ្ញុំនាំយកជំរាបមួយបទនៅក្នុងសិភៅទំនុកលំកើនចាលេខលេខ79ព្រះយេស៊ូវមិត្តសម្លាញ់ពិតចាដោយនាងខ្ញុំបានប្រាប់ចឹងមិត្តសម្លាញ់ពិតគឺព្រះអង្គមិនហៅយើងជាអ្នកបម្រើទេព្រះអង្គនៅសិភៅយូហានចំពុក17នៅស្ដីទិដ្ឋានរបស់ព្រះគ្រីស្ទព្រះអង្គ
នៅ15ចានៅ15មេដែលព្រះអង្គនឹងបើកសម្ដែងឲ្យកូនអរគ្នាបានយល់ពីអ្វីដែលព្រះអង្គត្រូវធ្វើម្ល៉េះហើយសូមឲ្យព្រះអង្គបានបើកសម្ដែងឲ្យកូនអរគ្នាដែលកូនអរគ្នាជាបាវបំរើរបស់ទ្រង់ដើម្បីកូនអរគ្នាបានយល់ពីស្ដេចអាត់កំបាំងរបស់ទ្រង់ព្រោះទ្រង់បើកស្ដេចអាត់កំបាំងមកគ្រប់សម័យចាប៉ុន្តែសម័យចុងក្រោយនេះគឺក្របទី7នេះគឺព្រះអង្គបានបើកទាំងអស់នៅក្របទី7ម្ល៉េះហើយសូមឲ្យព្រះអង្គបានជួយកូនអរគ្នានៅថ្ងៃបរិសុទ្ធកូនអរគ្នាមានទូគ្រប់ទាំងទុកព្រួយសេចក្តីទៅមិត្តសម្លាញ់របស់មានបន្ទុកផ្សេងឬក៏មានសេចក្តីលបួងនាំចិត្តឬកម្លាំងតិចយ៉ាងណាក៏ដោយខ្វល់ខ្វាយហួសប្រមាណភ្លេចសេចក្តីអតិថានសូមឲ្យព្រះអង្គបានចម្រើនកម្លាំងប្រឹងសេចក្តីជំនឿកូនអរគ្នាសូមឲ្យកូនអរគ្នាបាននឹកចាំនៅសេចក្តីអតិថាននៅការសិក្សាជារៀងរាល់ថ្ងៃដើម្បីឲ្យសេចក្តីជំនឿរបស់កូនអរគ្នាបានរឹងមាំហើយសូមអត់ទោសនៅសេចក្តីរំលងដីខុសឆ្គងរបស់កូនអរគ្នានៅថ្ងៃបរិសុទ្ធសូមបងប្អូនអរគ្នាក្រកឈរជាមួយនាងខ្ញុំយើងនឹងច្រៀងលេងបទទំនុកដំកើងលេខ79ព្រះយេស៊ូវជាមិត្តសម្លឹងពេជ្រទៅសើរសិរីល្អរបស់ព្រះអង្គនៅថ្ងៃជប់សម្រាប់ទាំងអស់គ្នាមែនគុណព្រះអង្គម្ចាស់យើងទូតែមិត្តភ័ក្តិបោះបង់យើងចាយ៉ាងណាក៏ដោយយើងទូសពគ្រប់ទៅលើព្រះអង្គឲ្យយើងបានព្រះអង្គបានជួយកំសាន្តចិត្តយើងជួយអ្វីដែលកូនអរគ្នាធ្វើមិនកើតជួយអ្វីកូនអរគ្នាមិនជឿផងដែរសូមឲ្យព្រះអង្គបានជួយកូនអរគ្នាកូនធ្វើអ្វីបានទាំងអស់ដោយសារព្រះគ្រីស្ទចម្រើនកម្លាំងម្ល៉េះហើយកូនមិនមានអ្វីដែលលាក់លៀមនៅចំពោះព្រះអង្គកូននៅអាក្រាតចំពោះព្រះអង្គតតមកកូនអរគ្នាក៏មិនឃើញកូនអរគ្នាឃើញព្រះរាជបុត្រារបស់ព្រះអង្គទេដែលនៅក្នុងកូនអរគ្នាបើកូនអរគ្នាមានព្រះរាជបុត្រារបស់ព្រះអង្គជាព្រះវិញ្ញាណបរិសុទ្ធគឺព្រះអង្គយាងមកកូនអរគ្នាមិនឆេះនៅសេរីល្អរបស់ទ្រង់ទេអត់មានភ្លើងទេបងប្អូនបើមានសេរីល្អនាងខ្ញុំជឿចាព្រោះយើងបាត់ពីសេរីល្អពីនៅក្នុងសួនច្បារដាំមកអាវសេចក្តីសុចរិតរបស់ព្រះគ្រីស្ទដែលយើងញ៉ាំដើមដឹងខុសត្រូវទៅសេរីល្អអា
អាវស្រីល្អត្រូវលាយបាត់ប៉ុន្តែព្រះអង្គនឹងប្រទាននូវព្រះវិញ្ញាណចុងដៅនេះគឺឲ្យយើងវិញដើម្បីឲ្យយើងមានអាវនៅសេរីល្អដែលព្រះអង្គបានបំពាក់ឲ្យកូនអស់គ្នាយើងនឹងមានសេរីល្អដូចជាលោកមូសេដែលចុះពីលើភ្នំនោះផងដែរចា៎យើងអរគុណដល់ព្រះអង្គម្ចាស់សូមឲ្យព្រះអង្គបានជួយកូនអស់គ្នានៅថ្ងៃបរិសុទ្ធទោះតែកូនអស់គ្នាមានសេចក្តីខុសឆ្គងឬក៏មានសេចក្តីលបួងនាំចិត្តឬក៏មានអ្វីធ្វើdomination ការស្អប់ខ្ពើមនៅក្នុងព្រះវិហារឬកូនអស់គ្នាមិនបានធ្វើកែតម្រង់ព្រះអង្គអស់ពីចិត្តក៏ទ្រង់មេត្តាបានជួយកូនអស់គ្នាព្រះអង្គហើយកូនអស់គ្នាมันអាចធ្វើខ្លួនឯងបានឲ្យកូនអស់គ្នាបានចុះចូលទៅព្រះតស៊ូនរៈវិរុទ្ធចេញហើយឲ្យកូនអស់គ្នាមកខិតទៅចិត្តព្រះឲ្យព្រះខិតចិត្តកូនអស់គ្នាឲ្យកូនអស់គ្នាបានត្រង់ត្រាប់ស្ដាប់ព្រះបន្ទូលត្រង់ព្រោះព្រះបន្ទូលនោះហើយដែលคล้ายមកជាសាច់ឈាមគឺជាព្រះអង្គនោះឯងម្ល៉េះហើយសូមឲ្យកូនអស់គ្នាបានយល់នៅសេចក្តីពិតរបស់ព្រះបន្ទូលត្រង់ដែលថ្ងៃបរិសុទ្ធខ្ញុំម្ចាស់កទូមគុំក៏សូមជាងអង្គព្រះវិញ្ញាណជាអង្គសេចក្តីពិតជាគ្រូបង្រៀនតែមួយគត់នៅកណ្ដាលកូនអស់គ្នាពីរនាក់ឡើងទៅវត្តមានរបស់ព្រះអង្គគង់នៅជាមួយកូនអស់គ្នាម្ល៉េះហើយសូមវត្តមានរបស់ព្រះអង្គគង់នៅជាមួយកូនអស់គ្នាធ្វើជាគ្រូបង្ហាត់បង្រៀនកូនអស់គ្នានៅកន្លែងថ្វាយបង្គំក៏នៅតាមបងប្អូនកន្លែងផ្សេងៗសូមបើកចិត្តបងប្អូនឲ្យបានយល់នៅសេចក្តីពិតរបស់ព្រះបន្ទូលទ្រង់ឲ្យកូនអស់គ្នាបានចងចាំនៅព្រះបន្ទូលទ្រង់ផងដែរហើយនឹងយល់ហើយកូនអស់គ្នាបានត្រារបស់ព្រះអង្គកូនអស់គ្នាមានជំងឺរោគានៅក្នុងជីវិតសាច់ឈាមក៏ទ្រង់មេត្តាប្រទានពរដល់កូនអស់គ្នាដកជំងឺរោគាចេញពីកូនអស់គ្នាទាំងជំងឺរាតត្បាតនៅក្នុងពិភពលោកទាំងជំងឺសាច់ឈាមឬក៏បញ្ហាផ្សេងៗក៏ទ្រង់មេត្តាជួយដោះស្រាយកូនអស់គ្នាសូមប្រភពទ្រង់បានភ្លើងមកបើបម្រើបទ្រង់ប្រទានដល់គាត់មានបញ្ញាយោបល់មកពីព្រះអង្គបើកសម្ដែងគាត់បានយល់សេចក្តីពិតដោយអំណាចជាស្ដាព្រះយេស៊ូវគ្រីស្ទពីស្រុកណាសរ៉េតដោយសារជំងឺនិងព្រះនាមរបស់ព្រះអង្គព្រះយេស៊ូវគ្រីស្ទនិងសូមអ្វីៗបានដោយបានប្រាថ្នានៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនបាទយើងអរគុណព្រះវរបិតានៃយើងដែលទ្រង់បានមានបន្ទូលមកកាន់យើងទាំងអស់គ្នាហើយយើងអរគុណព្រះអង្គដែលនៅថ្ងៃបរិសុទ្ធរបស់ទ្រង់យើងពួកបរិសុទ្ធបានច្រៀងសរសើរដំណើរទ្រង់ពីកំណល់កលប្របាទរបស់ទ្រង់លើកដំណើរទ្រង់នៅកណ្ដាលពិភពលោកប្រាប់ដល់ជាតិសាសន៍ឲ្យបានដឹងថាព្រះយេស៊ូវជាមិត្តសម្លាញ់ពិតយើងដឹងថាព្រះអង្គទ្រង់ពិតព្រះយេស៊ូវជាមិត្តសម្លាញ់ពិតដូចហើយមានមិត្តសម្លាញ់ពិតមានមិត្តសម្លាញ់คล้ายៗមែនទេអានេះបច្ចុប្បន្នវាជាមិត្តសម្លាញ់คล้ายៗទេវាមិនមែនជាមិត្តសម្លាញ់ពិតទេវាមកធ្វើជាមិត្តសម្លាញ់ជាមួយនឹងយើងដើម្បីចង់ផ្ដួលយើងទេហើយលើពីនឹងទៅទៀតវាបញ្ជូននៅប្រព័ន្ធរបស់វាគឺជា agent អង់គ្លេសហៅថា agent របស់វាណាបណ្ដាញរបស់វាហ្នឹងគឺមកคล้ายខ្លួនធ្វើជាអ្នកបម្រើរបស់ពួកអ្នកបម្រើបរិសុទ្ធប៉ុន្តែបងប្អូនអាចសម្គាល់បានណាបើគ្រីស្ទប្រាប់ឲ្យយើងបានដឹងណាគឺថាអ្នករាល់គ្នាអាចសម្គាល់ដើមឈើបានដោយសារផលផ្លែដោយសារផ្លែណាដូច្នេះដើមលវាมันអាចមានផ្លែចំបក់ទេដើមតាពាំងបញ្ជូក៏มันអាចមានផ្លែលវាបានដែរដូច្នេះយើងទាំងអស់គ្នាត្រូវចេះសម្គាល់អញ្ចឹងហើយបានជាព្រះអង្គទ្រង់ឲ្យយើងទាំងអស់គ្នាសិក្សារាល់ថ្ងៃដើម្បីបញ្ជាក់បង្ហាញខ្លួនយើងដល់ព្រះមិនមែនឲ្យអ្នកណាសិក្សាជំនួសយើងទេគឺយើងសិក្សាជាមួយនឹងរាជរបស់ទ្រង់ជាមួយនឹងទ្រង់វត្តមានរបស់ទ្រង់នឹងឯងរាល់ថ្ងៃដើម្បីឲ្យយើងបានដឹងថាតើសេចក្តីពិតដែលព្រះអង្គទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរហើយនឹងសេចក្តីពិតដែលទ្រង់មានបន្ទូលតាមរយៈហោរាស្រីហោរាប្រុសហ្នឹងស័ក្តិមូលនឹងគ្នាឬក៏អត់នេះយ៉ាងមកជាយើងសិក្សាជាមួយគ្នាគឺដើម្បីស្វែងរកសេចក្តីពិតព្រោះព្រះគ្រីស្ទទ្រង់ប្រាប់ហើយថាមានតែសេចក្តីពិតទេដែលឲ្យយើងមានសេរីភាពណាដូច្នេះយើងទាំងអស់គ្នាសិក្សាជាមួយគ្នារាល់ថ្ងៃរាល់ពេលវេលាហ្នឹងគឺដើម្បីឲ្យយើងបានស្គាល់ព្រះគ្រីស្ទឲ្យកាន់តែច្បាស់ឡើងគឺជាពិសេសគឺស្គាល់សេចក្តីពិតនេះពីព្រោះព្រះអង្គជាមិត្តសម្លាញ់ពិតទ្រង់ជាសេចក្តីពិតទ្រង់ជានៅគ្រប់សម័យជំនាន់ទ្រង់តែងតែឲ្យសេចក្តីពិតមួយថ្មីខុសនៅក្នុងតែសម័យចុងក្រោយនេះ
គឺព្រះអង្គទ្រង់មិនមែនឲ្យសេចក្តីពិតមួយថ្មីទេគឺឲ្យសេចក្តីពិតចាស់ទាំងអស់នឹងឯងមករួមមកតែមួយទៀតដែលសេចក្តីពិតមួយនៅក្នុងសម័យចំនួនហ្នឹងតាំងពីសម័យរបស់មិនថានៅក្នុងសម័យប្រច័ណ្ឌនៅក្រោមបាតជើងឬក៏នៅក្នុងសម័យដែលស្ត្រីតំណាងឲ្យក្រុមជំនុំប្រដាប់កាយដោយព្រះអាទិត្យនោះទេគឺគ្រប់សម័យចំនួនទាំងអស់ទ្រង់ប្រមូលផ្គុំឡើងបញ្ចប់នៅក្នុងវិវរណៈហើយឲ្យដល់ពួកបរិសុទ្ធរបស់ទ្រង់នៅថ្ងៃចុងបំផុតនេះគឺអ្នកណាដែលជឿទ្រង់រាប់គេជាសុចរិតអ្នកណាដែលជឿព្រះអង្គទ្រង់រាប់គេចូលទៅក្នុងពូជរបស់លោកអាប់រ៉ាហាំហើយអ្នកណាដែលជឿទ្រង់នឹងយកអ្នកដែលជឿទៅឃើញអ្វីដែលទ្រង់សន្យានៅក្នុងព្រះគម្ពីរសញ្ញាថ្មីនេះណាដែលចិត្តមិនដែលបាននឹកដល់ភ្នែកមិនដែលឃើញដៃមិនដែលបានប៉ះពាល់ហ្នឹងព្រះអង្គទ្រង់នឹងយកពួកអ្នកដែលជឿទៅឃើញការទាំងអស់ហ្នឹងហើយសោយរាជនៅអកលចនិចជាមួយនឹងទ្រង់គឺបើថារស់មានជីវិតអកលចនិចណាដែលយើងអរគុណព្រះទូ5គុំពីផែនដីតំណាងឲ្យពួកបរិសុទ្ធនៅទីនេះក៏ដូចនៅតាមប្រព័ន្ធដែរគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបិតាព្រមទាំងជម្រាបសួរទេវតានិងពួកបរិសុទ្ធនៅគ្រប់ទិសទីដែលតែងតែមានវត្តមាននៅចំពោះបល្ល័ង្ករបស់ព្រះបើយើងមានវត្តមាននៅចំពោះបល្ល័ង្ករបស់ព្រះអ្នកដែលមានវត្តមាននៅចំពោះបល្ល័ង្ករបស់ព្រះទាល់តែអ្នកនឹងឯងអត់មានកំហុសនៅចំពោះព្រះហើយពួកអ្នកដែលមិនភ្លក់សេចក្តីស្លាប់ពីផែនដីនេះទៅហ្នឹងគឺគេអត់មានកំហុសអត់មានស្លាកស្នាមនៅក្នុងមាត់គេអត់មានសេចក្តីភូតភរអត់មានសេចក្តីឆោបោកហើយអ្វីដែលពិសេសលើសពីនឹងទៅទៀតនៅពេលដែលទ្រង់ចាក់អំណាចនៃភ្លៀងដើមចុងរដូវទៅលើពួកគេនោះណាបងប្អូនត្រូវយល់ឲ្យច្បាស់នៅក្នុងភ្លៀងដើមភ្លៀងចុងរដូវនិងអំណាចនៃភ្លៀងចុងរដូវណាភ្លៀងចុងរដូវជួនកាលបងប្អូនខ្លះអត់ទាន់យល់ច្បាស់នៅក្នុងកន្លែងហ្នឹងទេណាព្រោះជួនកាលដែលយើងមិនបានសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយភ្លៀងចុងរដូវគឺជាសារចុងក្រោយជាសេចក្តីពិតចុងក្រោយដែលព្រះអង្គទ្រង់ឲ្យមកដល់រាជរបស់ព្រះដូច្នេះនៅពេលដែលបងប្អូនទទួលស្គាល់ទទួលជឿទុកចិត្តនៅសារហ្នឹងគឺបងប្អូនទទួលនៅភ្លៀងចុងរដូវគឺជាសារចុងក្រោយដែលព្រះអង្គទ្រង់ឲ្យមកដល់ក្រុមទី5នៅក្នុងម៉ាថាយជំពូក20នេះណានោះហើយគឺជាភ្លៀងចុងរដូវដែលជាបងប្អូនអាចមានវាសនាទៅទទួលនៅអំណាចមួយទៀតគឺអំណាចនៃភ្លៀងចុងរដូវបងប្អូនចាប់តទេមានភ្លៀងចុងរដូវគឺជាសាររបស់ទ្រង់ដែលឲ្យមកនៅក្នុងឆ្នាំ1930នោះហើយជាភ្លៀងចុងរដូវទេពួកអស់អ្នកដែលទទួលនៅសាររបស់ទ្រង់ដែលឲ្យមកនៅក្នុងឆ្នាំ1930ហ្នឹងព្រះអង្គទ្រង់រាប់គេជាសុចរិតញែកគេចេញជាបរិសុទ្ធដោយសេចក្តីពិតនឹងឯងសេចក្តីពិតដែលព្រះអង្គទ្រង់ឲ្យមកហ្នឹងគឺជាសេចក្តីពិតទាំងអស់ដែលមានតាំងពីដើមមកព្រះអង្គទ្រង់ប្រមូលហើយផ្គុំឡើងនៅក្នុងក្របពូជទី7ហ្នឹងក៏សាររបស់ទេវតាពីទិសថ្ងៃរះរួចហើយព្រះអង្គបោះត្រាគេពេលដែលពួកអ្នកដែលត្រូវព្រះនៃឋានសួគ៌ឬក៏ព្រះដែលមានបជនរស់នៅនឹងឯងបោះត្រាគេតាមរយៈសារចុងក្រោយឬក៏សាររបស់ទេវតាពីទិសថ្ងៃរះនៅក្នុងវិវរណៈចំពុក7ខ1ទៅដល់ខ4ណាគឺពួកនឹងឯងព្រះអង្គទ្រង់នឹងប្រទានឲ្យគេទទួលនៅអំណាចមួយទៀតគឺហៅថាអំណាចនៃភ្លៀងចុងរដូវដូច្នេះបងប្អូនមិនមែនបងប្អូនភ្លាមទៅទទួលអំណាចនៃភ្លៀងចុងរដូវទេដំបូងបងប្អូនត្រូវទទួលនៅភ្លៀងចុងរដូវជាមុនសិនណាភ្លៀងចុងរដូវគឺជាសារដែលព្រះអង្គទ្រង់ឲ្យមកគឺជាសារដែលតាមរយៈទេវតាមកពីទិសថ្ងៃរះមិនមែនជាសារដែលមកតាមរយៈទេវតា3ហោះកាន់កដាលមេឃទេខុសប្លែកគ្នាទេណាពីព្រោះ
យើងតែងតែរំលឹកបងប្អូនអញ្ចឹងគឺសារដែលព្រះអង្គទ្រង់ឲ្យមកនៅក្នុងឆ្នាំ1844ទេវតាហោះ3ហោះកាត់ក្តារមេឃនោះណាគឺជាសារនៃសេចក្តីជំនុំជម្រះមនុស្សស្លាប់ដែលជឿព្រះគ្រីស្ទសារដែលព្រះអង្គទ្រង់ឲ្យមកនៅក្នុងឆ្នាំ1930តាមរយៈទេវតាមកពីទិសថ្ងៃរះគឺជាសារនៃសេចក្តីជំនុំជម្រះមនុស្សរស់មិនមែនជាសេចក្តីជំនុំជម្រះមនុស្សរស់ទេជាសារនៃសេចក្តីជំនុំជម្រះមនុស្សរស់ពីព្រោះសារនឹងឯងមកបោះត្រាមនុស្សដែលកំពុងតែរស់ឲ្យគេរស់អ្នកណាដែលទទួលឲ្យគេរស់ហើយព្រះអង្គយកមនុស្សដែលរស់នឹងឯងដែលទទួលសារនឹងឯងទៅចាក់អំណាចនៃភ្លៀងចុងរដូវទៅលើពួកគេរួចហើយបញ្ជូនគេទៅពេញពីពិភពលោកដើម្បីនឹងប្រកាសនៅសេចក្តីពិតចុងក្រោយនៃដំណឹងល្អនៃសេចក្តីសង្គ្រោះដល់ពិភពលោករួចហើយអស់អ្នកណាដែលទទួលជឿព្រះអង្គទ្រង់នឹងបោះត្រាគេតែមានបោះត្រាពីរមែនទេបោះត្រាមួយសម្រាប់ព្រះវិហារបោះត្រាមួយសម្រាប់ពិភពលោកមុននឹងពិភពលោកទទួលគឺព្រះវិហារត្រូវដឹងមុនត្រូវទទួលមុនបើព្រះវិហារបដិសេធព្រះវិហារនឹងសូយហើយសូយនឹងមិនមែនធម្មតាទេគឺអស់កលជានិច្ចឃើញទេបងប្អូនយើងទាំងអស់គ្នាសិក្សាដើម្បីបញ្ជាក់បង្ហាញខ្លួនដល់ព្រះគ្រប់គ្នាខ្ញុំតែងតែទូមានរំលឹកបងប្អូនហើយមនុស្សដែលដកដង្ហើមតាមរួនច្រមុះមិនមែនជាគ្រូរបស់បងប្អូនទេគឺជាព្រះវិញ្ញាណនៃសេចក្តីពិតប៉ុន្តែកុំឲ្យភ្លេចដែរកុំឲ្យយើងមើលងាយបុគ្គលនឹងដែរពីព្រោះព្រះមិនមែនលេចមកជាព្រះអង្គទ្រង់នឹងលេចមកម្ដងទៀតណាប៉ុន្តែនៅក្នុងវិញ្ញាណបទទំនាយនៅក្នុងសារមួយពីនិយាយពីអត្ថកម្បាំងរបស់ព្រះនោះណានៅថ្ងៃចុងបំផុតព្រះអង្គទ្រង់នឹងលេចមកត្រឡប់ជាមនុស្សប៉ុន្តែអត់មានមនុស្សណាមើលទ្រង់ឃើញទេវិញ្ញាណបទនេះប្រាប់ថាមានតែទេវតារបស់ទ្រង់ទេដែលមើលទ្រង់ឃើញតែបើទេវតារបស់ទ្រង់អាចមើលទ្រង់ឃើញគឺទេវតារបស់អានេះបច្ចាវរានបងប្អូនគិតថាពួកវាអាចមើលទ្រង់ឃើញទេប្រកាសហើយពីព្រោះអីវាស្គាល់ព្រះអង្គច្បាស់ណាស់នៅឋានសួគ៌អញ្ចឹងបានជាយើងទាំងអស់គ្នារាល់តួត្រូវតែដឹងនៅក្នុងការហ្នឹងនៅពេលដែលព្រះអង្គទ្រង់ចេញនៅពេលដែលព្រះអង្គទ្រង់ចាប់ផ្ដើមឲ្យពួកផលដំបូងនៃមនុស្សរស់នោះណាទទួលអំណាចនៃភ្លៀងចុងរដូវរួចហើយព្រះអង្គបញ្ជូនគេទៅពេញពីពិភពលោកហ្នឹងពេលនោះហើយជាពេលដែលព្រះអង្គទ្រង់មកជាត្រឡប់មកជាមនុស្សដែលមានតែទេវតាទេដែលអាចមើលឃើញហើយព្រះអង្គទ្រង់នឹងមកហៅថា invisible អង់គ្លេសហៅថា invisible មិនមែន visible ទេណាគឺមើលមនុស្សមើលមិនឃើញប៉ុន្តែទេវតាមើលឃើញព្រះអង្គទ្រង់មកជាកូនមនុស្សនៅពេលដែលទ្រង់ព្រះបន្ទូលត្រឡប់មកជាសាច់ឈាមនៅក្នុងត្រែទី3នៅក្នុងត្រែទីនៅក្នុងត្រែទី3សំទោសនៅក្នុងត្រែទី5ណាសំទោសយើងកំពុងសិក្សានៅក្នុងត្រែទី5ណាតែនៅក្នុងត្រែទី5ហ្នឹងព្រះអង្គជាព្រះបន្ទូលដែលជាព្រះពីព្រោះនៅក្នុងយ៉ូហានចំពុក1ខ1នោះបានឲ្យយើងបានដឹងហើយការដើមដំបូងឡើងមានព្រះបន្ទូលគង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះហើយព្រះបន្ទូលដែលជាតួអង្គព្រះនឹងឯងត្រឡប់មកជាសាច់ឈាមជាកូនមនុស្សមើលឃើញមែនទេមនុស្សអាចប៉ះពាល់ទ្រង់បានមនុស្សស្ដាប់ឮនៅសំឡេងដ៏ផ្អែមពីរោះចេញពីអង្គទ្រង់មកដើម្បីឲ្យគេទទួលនៅជីវិតអ្នកណាដែលទទួលណាអ្នកណាដែលជឿនោះហើយគឺជារយៈពេលដែលព្រះអង្គទ្រង់ត្រឡប់មកជាមនុស្សព្រះបន្ទូលត្រឡប់មកជាមនុស្សត្រឡប់មកជាសាច់ឈាមនៅថ្ងៃចុងបំផុតព្រះអង្គទ្រង់នឹងត្រឡប់អង្គទ្រង់ម្ដងទៀតប៉ុន្តែអត់មានមនុស្សណាមើលទ្រង់ឃើញទេមានតែទេវតាទេនៅក្នុងរយៈពេល loud cry ណានៅក្នុងរយៈពេលសេចក្តីអាត់កំបាំងរបស់ព្រះបានបញ្ចប់
គឺបងរៀនរបស់ទេវតារបស់ទ្រង់នឹងមើលឃើញទ្រង់នៅពេលដែលព្រះអង្គទ្រង់ត្រឡប់មកជាមនុស្សម្ដងទៀតដើម្បីបញ្ចប់នៅសេចក្តីអាថ៌កំបាំងរបស់ទ្រង់ដូចបងប្អូនដើម្បីកុំឲ្យទៅវែងឆ្ងាយយើងនឹងចូលទៅក្នុងការសិក្សាជាមួយគ្នាណាយើងសិក្សានៅក្នុងត្រែទី5យើងមិនតន់ចប់ទេយើងមិនដោយព្រោះពេលវេលាយើងចេះតែរំកិលបន្តិចម្ដងប៉ុន្តែបងប្អូនយល់នៅក្នុងវគ្គមួយកាន់តែច្បាស់ឡើងមែនទេហើយសេចក្តីអំណរហ្នឹងក៏អត់មានអ្នកណាអាចយកចេញពីបងប្អូនបានទេគឺអំណរពីផែនដីនេះទៅនឹងនៅអស់កលជានិច្ចជាមួយនឹងបងប្អូនដែរនោះគឺជាបំណងប្រហត្ថីរបស់ព្រះបិតានៃយើងដែលទ្រង់ចង់ឲ្យយើងទាំងអស់មានគ្រប់គ្នានៅថ្ងៃចុងបំផុតនេះគឺជាសេចក្តីអំណរដល់នៅអស់កលជានិច្ចមិនមែនសេចក្តីអំណរលាយឡំនឹងសេចក្តីយំសោកសេចក្តីទុក្ខព្រួយសេចក្តីលំបាកលាយឡំគ្នាដូចជាពិភពលោកឲ្យទេគឺព្រះអង្គទ្រង់ចង់ឲ្យគេមានសេចក្តីអំណរនៅអស់កលជានិច្ចដូច្នេះបងប្អូននឹងយើងចូលទៅក្នុងការសិក្សាជាមួយគ្នាបន្តសូមអញ្ជើញបងប្អូនទៅចំពោះបល្ល័ង្ករបស់ព្រះជាមួយគ្នាដោយសេចក្តីទិដ្ឋានជាមុនសិនអរព្រោះបិតាជាព្រះនៃយើងខ្ញុំដែលគង់នៅឋានសួគ៌ដ៏ខ្ពស់បំផុតយើងខ្ញុំទាំងអស់គ្នាពីផែនដីសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះハរតីរបស់ទ្រង់បានសម្រេចនៅផែនដីនេះដោយនៅឋានសួគ៌ផងដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារាល់ថ្ងៃសូមអត់ទោសនៅសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំផងដែរហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយតែសូមប្រោសឲ្យយើងខ្ញុំបានរួចពីអំណាចនៃសេចក្តីអាក្រក់វិញត្បិតរីបជាស្ដារនឹងសេចក្តីល្អជារបស់ផងទ្រង់នៅអស់កលជានិច្ចព្រះបិតាយើងខ្ញុំនៅពេលនេះសិក្សានៅព្រះបន្ទូលរបស់ទ្រង់នៅកន្លែងនេះក៏ដូចនៅតាមប្រព័ន្ធសូមទ្រង់បានមានបន្ទូលមកកាន់យើងខ្ញុំទាំងគ្នាបើកចិត្តគំនិតរបស់យើងខ្ញុំទាំងគ្នាដកនៅគ្រប់ទាំងសេចក្តីសៅមងចេញពីយើងខ្ញុំទាំងគ្នាហើយបំពេញឲ្យយើងខ្ញុំទាំងគ្នាបានពេញខ្នាតនៃសេចក្តីអំណរឲ្យយើងខ្ញុំទាំងគ្នាបានពេញខ្នាតនៃសេចក្តីពិតរបស់ទ្រង់ហើយឲ្យយើងខ្ញុំទាំងគ្នាបានគ្រប់លក្ខដោយព្រះបន្ទូលដែលជាសេចក្តីពិតរបស់ទ្រង់សូមញែកយើងខ្ញុំទាំងគ្នាចេញជាបរិសុទ្ធដោយសេចក្តីពិតរបស់ទ្រង់ដូចជាទ្រង់បានតែងតែអធិដ្ឋានដល់យើងខ្ញុំទាំងគ្នាសូមឲ្យទ្រង់បានសម្រេចការនោះនៅផែនដីនេះដោយនៅឋានសួគ៌ផងដែរគ្រប់ការយើងខ្ញុំសូមអរគុណដល់ទ្រង់គ្រប់ទាំងអស់នៅក្នុងព្រះនាមព្រះម្ចាស់ព្រះគ្រីស្ទយេស៊ូវអាមែនបើដូច្នេះយើងបន្តនៅក្នុងការសិក្សាជាមួយគ្នាយើងបាន slash នៅក្នុងវិវរណៈចំពោះ9ខ7ណាឥឡូវយើងអានជាមួយគ្នាបន្តនៅក្នុងវិវរណៈចំពោះ9ខ7កណ្ដូបទាំងនោះមើលទៅដូចជាសេះដែលរៀបនឹងចូលទៅច្បាំងនៅលើក្បាលវាមានដូចជាមកុដដែលស្រដៀងនឹងមាសហើយមានមុខដូចជាមុខមនុស្សបងប្អូនបានសិក្សាកន្លងមកនៅក្នុងត្រែហើយគឺនៅពេលដែលព្រះគ្រីស្ទជាម្ចាស់នៃជំហុកធំព្រះគ្រីស្ទមានកូនសោនៃដំណឹងល្អនៃសេចក្តីសង្គ្រោះដើម្បីទៅចាក់ដោះលែងពួកអ្នកដែលជាប់ជាឆ្លើយរបស់អានិម្ចាស់បារាណណាមែនតើទៅគឺសំដៅទៅលើមនុស្សដែលធ្លាក់ទៅក្នុងអំពើបាបតាមរយៈអាដាមទី1ព្រះអង្គទ្រង់មានអំណាចអាដាមទី2គឺជាព្រះគ្រីស្ទទ្រង់មានអំណាចទទួលនៅអំណាចដែលជាកូនសោអំណាចនៃដំណឹងល្អអំណាចនៃសេចក្តីសុខសន្តិភាពអំណាចនៃសេចក្តីសង្គ្រោះមានទ្រង់បានទទួលនៅកូនសោហ្នឹងហើយទ្រង់បានធ្វើយ៉ាញ់បូជាអង្គទ្រង់ផ្ទាល់មិនមែនយកជាមដូចជាសង្ឃធ្វើរឿងរាល់ថ្ងៃនៅក្នុងទឹកដីសន្យានោះទេឬក៏នៅតាមវិរហោឋាននោះទេគឺព្រះអង្គទ្រង់បញ្ចប់នៅក្នុងការធ្វើយ៉ាញ់បូជាដោយយកជាមឬក៏គោ
ព្រៀបលក្ខហ្នឹងហើយយកមកធ្វើជាចាញ់បូជាហ្នឹងគឺព្រះអង្គទ្រង់បញ្ចប់ហើយយ៉ាងបាននៅដល់ពេលដែលព្រះគ្រីស្ទទ្រង់សគត់នៅលើឈើឆ្កាងនោះណាដែលព្រះអង្គតំណាងឲ្យផ្សែងហុយឡើងដែលធ្វើយ៉ាញ់បូជានោះវាំងនោនព្រះវរបិតាបានលោកពហោះដ៏មានគ្រប់បច្ចេស្តារបស់ទ្រង់មកហែកវាំងនោននៅក្នុងទីបរិសុទ្ធនឹងឯងឲ្យដាច់ចេញពីគ្នាបញ្ជាក់ថានៅផែនដីអត់មានការធ្វើយ៉ាញ់បូជាយកសត្វមកធ្វើយ៉ាញ់បូជាតទៅទេនៅផែនដីអត់មានសម្ដេចសង្ឃដែលចូលទៅក្នុងទីបរិសុទ្ធបំផុតមួយឆ្នាំម្ដងនឹងតទៅទៀតទេប៉ុន្តែបងប្អូនព្រះអង្គទ្រង់មានសង្ឃរបស់ទ្រង់មិនមែនជាមនុស្សទេគឺសម្ដេចសង្ឃមិនមែនជាមនុស្សទេគឺជាព្រះគ្រីស្ទទ្រង់ជាសម្ដេចសង្ឃលើកមុននៅផែនដីព្រះអង្គទ្រង់យកអរ៉ុនពូជរបស់លោកអរ៉ុនធ្វើជាសម្ដេចសង្ឃណាយកលោកអរ៉ុនធ្វើជាសម្ដេចសង្ឃជាមនុស្សនៅលើផែនដីដល់ពេលនោះនៅក្នុងរយៈពេលដែលធ្វើយ៉ាញ់បូជាយកសត្វមកធ្វើយ៉ាញ់បូជានៅផែនដីណាដល់ព្រះគ្រីស្ទទ្រង់ជាកូនជាមពិតប្រាកដហ្នឹងទ្រង់សគត់នៅលើឈើឆ្កាងហ្នឹងដែលផ្សែងហុយតំណាងឲ្យផ្សែងហុយឡើងហ្នឹងគឺព្រះអង្គទ្រង់បញ្ចប់នៅក្នុងការដែលធ្វើយ៉ាញ់បូជាយកសត្វមកធ្វើយ៉ាញ់បូជាលុះបាបមនុស្សហ្នឹងណាយកឈាមមកលុះបាបមនុស្សហ្នឹងគឺបញ្ចប់នៅត្រឹមឈើឆ្កាងអញ្ចឹងហើយបានជាវាំងនោនរហែកចំពាក់កណ្ដាលអត់មានសង្ឃបញ្ជាក់ថាអត់មានសង្ឃឬក៏សម្ដេចសង្ឃនៅលើធ្វើយ៉ាញ់បូជានៅលើផែនដីតទៅទៀតទេមានតែសម្ដេចសង្ឃមួយគត់នៅលើឋានសួគ៌ហើយនៅថ្ងៃចុងបំផុតទ្រង់មានសង្ឃរបស់ទ្រង់រហូតដល់ 144,000 នាក់នោះជាសង្ឃព្រះគ្រីស្ទជាសម្ដេចសង្ឃអូខេនេះជាសង្ឃធ្វើការនៅទីលានខាងក្រៅហើយនៅក្នុងទីបរិសុទ្ធព្រះគ្រីស្ទជាសម្ដេចសង្ឃធ្វើការនៅក្នុងទីបរិសុទ្ធបំផុតជំនុំជម្រះសប្តាហ៍ថ្ងៃព្រះអង្គគំនុំជម្រះមនុស្សស្លាប់ជឿព្រះអង្គហៅថា investigation judgment ការសេចក្តីជំនុំជម្រះស៊ើបអង្កេតមនុស្សស្លាប់ដែលបានជឿព្រះគ្រីស្ទមិនមែនមនុស្សស្លាប់ដែលមិនជឿព្រះគ្រីស្ទទេហើយព្រះអង្គពេលដែលទ្រង់បញ្ចប់នៅសេចក្តីជំនុំជម្រះមនុស្សស្លាប់ជឿព្រះគ្រីស្ទព្រះអង្គទ្រង់នឹងចាប់ផ្ដើមដែលខ្ញុំប្រាប់បងប្អូននៅខាងលើមិញគឺព្រះអង្គទ្រង់ត្រឡប់មកអង្គទ្រង់ជាមនុស្សម្ដងទៀតប៉ុន្តែមនុស្សមើលមិនឃើញទេមានតែទេវតារបស់ទ្រង់ទេដែលមើលឃើញណាហើយព្រះអង្គទ្រង់ចាប់ផ្ដើមជំនុំជម្រះមនុស្សរស់សង្ឃឹមថាបងប្អូនមិនច្បងច្បល់ណាតែនៅក្នុងរយៈពេលនេះព្រះអង្គទ្រង់ក្នុងត្រែទី5ហ្នឹងគឺកដោបតំណាងឲ្យ Christian មិនមែនពួកអ្នកជឿឬក៏ពួកមូស្លីមទេឬក៏ពួកមហាម៉ាត់ទេណាគឺជាពួក Christian ពីព្រោះក្រោយពីពេលព្រះគ្រីស្ទទ្រង់សគត់ហើយដែលផ្សែងហុយឡើងដូចជាចេញពីគុកភ្លើងនោះណាគឺកដោបចេញមកគឺព្រះគ្រីស្ទានកើតចេញមកពួកអ្នកដែលដើរតាមព្រះគ្រីស្ទពួកអ្នកដែលធ្វើតាមព្រះគ្រីស្ទពួកអ្នកស្ដាប់តាមព្រះគ្រីស្ទពួកអ្នកដែលបម្រើព្រះគ្រីស្ទពួកអ្នកដែលថ្វាយបង្គំព្រះគ្រីស្ទមិនមែនថ្វាយបង្គំព្រះណាដទៃទេគឺថ្វាយបង្គំព្រះគ្រីស្ទដូច្នេះកដោបតំណាងឲ្យពួកគ្រីស្ទានមានមកុដទ្រង់ប្រគល់អំណាចព្រះអង្គប្រាប់ថាអំណាចនៃឋានសួគ៌និងផែនដីបានប្រគល់មកខ្ញុំហើយដូច្នេះចូលអ្នករាល់គ្នាទទួលអំណាចនេះទៅគឺព្រះអង្គទ្រង់ផ្លុំទៅលើគេទទួលនៅព្រះវិញ្ញាណរួចហើយព្រះអង្គចាក់អំណាចនៃព្រះវិញ្ញាណឬក៏ភ្លៀងដើមរដូវអំណាចនៃភ្លៀងដើមរដូវទៅលើពួកគេហៅ form rain ណាព្រះអង្គទ្រង់បង្គាប់គេប្រគល់អំណាចបំពាក់ដោយសេរីល្អដែលជាមកុដនៅលើក្បាលរបស់ពួកគេមកអញ្ចឹងបងប្អូនឃើញមកុដរបស់គេនឹងស្រដៀងនឹងមាសគឺព្រះអង្គប្រគល់អំណាចដល់ពួកគេឲ្យទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសតែយ៉ាងពួកគេទទួលអំណាចហ្នឹងពួកគេទៅធ្វើការថ្វាយទ្រង់ចាប់ពីឈើឆ្កាងនឹងមករហូតដល់ឆ្នាំ1844រយៈពេលហ្នឹងគឺពួកគេធ្វើតាមសេចក្តីបង្គាប់របស់ទ្រង់
ទោះបីជាបងប្អូនមើលនៅក្នុងបទទំនាយឃើញមានការធ្វើទុកបៀតបៀនដើម្បីមិនឲ្យសេចក្តីសង្គ្រោះដល់កើតមានដល់មនុស្សណាមួយក៏ដោយក៏ពួកគេមិនបញ្ឈប់ទេដោយព្រោះតែគេស្រឡាញ់ព្រះយេស៊ូវព្រោះព្រះអង្គប្រាប់ហើយថាអ្នកណាស្រឡាញ់ខ្ញុំធ្វើការតាមបញ្ញត្តិខ្ញុំពួកគេកាន់តាមសេចក្តីបង្គាប់របស់ទ្រង់បញ្ជាក់ឲ្យចក្រវាលឬក៏ពិភពផ្សេងៗនោះបានដឹងច្បាស់លាស់ថាពួកគេស្រឡាញ់ព្រះយេស៊ូវរហូតទៅដល់សុខចិត្តស៊ូស្លាប់ជាមួយនឹងព្រះយេស៊ូវបងប្អូនកុំឲ្យច្រឡំណាច្រឡំយ៉ាងម៉េចគឺថាគ្រីស្ទានពិភពលោកគេបង្រៀនដល់ប្រាប់ដល់មនុស្សថាព្រះគ្រីស្ទទ្រង់មកសគត់នៅលើឈើឆ្កាងប្រៀបដូចជាបន្ទុកមួយដែលបងប្អូនកំពុងតែស្ពាយតំណាងឲ្យបាបព្រះគ្រីស្ទទ្រង់មកយកបន្ទុកហ្នឹងពីស្មារបស់បងប្អូនហើយទៅស្ពាយខ្លួនឯងរួចហើយបងប្អូនដើរដោយសេរីមែនអញ្ចឹងក៏អត់ណាអត់មែនអញ្ចឹងទេព្រះគ្រីស្ទបងមានបន្ទូលថាដើរតួជាអាដាមទី2ដូច្នេះបងប្អូនត្រូវចូលទៅក្នុងអាដាមទី2ដូច្នេះមិនមែនព្រះអង្គមកយកបន្ទុកពីយើងហើយបងប្អូនដើរសេរីនោះទេគឺបងប្អូនព្រះអង្គមានបន្ទូលថាម៉េចបើមិនស្លាប់ជាមួយនឹងទ្រង់អ្នករាល់គ្នាគ្មានចំណែករស់ឡើងវិញជាមួយនឹងទ្រង់ទេដូច្នេះឈ្នួលរបស់បាបគឺជាសេចក្តីស្លាប់ដូច្នេះសេចក្តីស្លាប់គឺត្រូវតែស្លាប់ដើម្បីឲ្យបានរស់ឲ្យមានជីវិតដូច្នេះយើងមិនអាចស្លាប់ដើម្បីទៅសងថ្លៃយកជីវិតមកបានទេមានតែចូលទៅក្នុងអាដាមទី2ដែលជាព្រះគ្រីស្ទស្លាប់ជាមួយនឹងទ្រង់រងទុក្ខជាមួយនឹងទ្រង់ដូចជាព្រះវិញ្ញាណមានបន្ទូលតាមរយៈលោកពោលទៅពួកសារតីថាត្រូវតែរងទុក្ខលំបាកជាច្រើនទើបអាចចូលនគរព្រះបាននោះគឺសម្រាប់អ៊ីសាខាងសាច់ឈាមណានេះយើងដូចគ្នាយើងរងទុក្ខបន្តិចបន្តួចដោយការសម្ពាធនៃការបៀតបៀនពាក្យសម្ដីរបស់អ្នកដែលបដិសេធសាររបស់ព្រះហ្នឹងកុំឲ្យរាប់ជាធំអីណានឹងមានការបៀតបៀននឹងលើសពីនឹងទៅទៀតនៅថ្ងៃចុងបំផុតប៉ុន្តែគេមិនធ្វើអីបងប្អូនបានទេពីព្រោះបងប្អូនព្រះនឹងប្រទានអំណាចនៃភ្លៀងចុងរដូវទៅដល់បងប្អូនហើយព្រះទ្រង់នឹងប្រគល់អំណាចនៃភ្លៀងដើមរដូវទៅដល់បងប្អូនទៀតដូចជាសារអញ្ចឹងណាសារតំណាងឲ្យភ្លៀងចុងរដូវព្រះអង្គបងប្អូនទទួលព្រះអង្គប្រទានឲ្យរួចហើយព្រះអង្គប្រទានអំណាចនៃភ្លៀងចុងរដូវទៅដល់បងប្អូនព្រះអង្គប្រគល់នៅអំណាចនៃភ្លៀងដើមរដូវនឹងទៅដល់បងប្អូនទៀតបងប្អូនទទួលសារចុងក្រោយព្រះអង្គប្រទាននៅសារដើមទៅដល់បងប្អូនទៀតឃើញទេគេ double portion ដូចជា double portion ទាំងអស់ទាំងភ្លៀងចុងរដូវទាំងភ្លៀងដើមរដូវអំណាចភ្លៀងចុងរដូវអំណាចភ្លៀងដើមរដូវព្រះនឹងប្រគល់ឲ្យបងប្អូនទាំងអស់ប៉ុន្តែដំបូងយើងត្រូវចូលតាមព្រះវិញ្ញាណនៃសេចក្តីពិតទៅក្នុងគ្រប់ទាំងអស់ដែលជាសេចក្តីពិតអ្វីដែលជាសេចក្តីពិតព្រះយេស៊ូវជាព្រះអង្គសង្គ្រោះដ៏ពិតព្រះយេស៊ូវជាតួនៃសេចក្តីពិតបើមិនមកតាមសេចក្តីពិតនឹងទេអត់អាចទៅដល់ព្រះវរបិតាដែលទ្រង់គង់នៅឋានសួគ៌បានទេដូច្នេះកុំឲ្យច្រឡំណាដើរសេចក្តីពិតដើរតាមសេចក្តីពិតដើរក្នុងសេចក្តីពិតមានអ្នកដើរតាមសេចក្តីពិតនៅថ្ងៃចុងបំផុតដោយសេចក្តីបៀតបៀនដោយព្រោះសេចក្តីពិតគេនឹងងាកបែរចេញពីសេចក្តីពិតប៉ុន្តែបើបងប្អូនដើរក្នុងសេចក្តីពិតបងប្អូនអត់ចេញទេពីព្រោះសេចក្តីពិតការពារបងប្អូននៅក្នុងពេលដែលបងប្អូនកំពុងតែដើរហ្នឹងអញ្ចឹងហើយបានជាសារនេះបោះត្រាបងប្អូនកាលណាបងប្អូនតាមទ្រង់ចូលក្នុងគ្រប់អន្តរសេចក្តីពិតហើយអត់មានអ្នកណាខ្វាត់បងប្អូនថាមិនឲ្យព្រះបោះត្រាបានទេដូចជាអ្នកកំរាវដែលព្រះអង្គឲ្យហ្វីលីបទៅជួបអញ្ចឹងណាលោកបានសិក្សានៅសាររបស់ព្រះតាមរយៈហោរាហើយលោកមិនអាចយល់ដោយខ្លួនឯងបានទេដោយកំណត់ខ្លួនឯងលោកមិនអាចយល់បានទេអញ្ចឹងបានជាព្រះអង្គបញ្ជូនអ្នកដែលជាជំនួយមិនមែនទេវតាទេគឺហ្វីលីបជាមនុស្សដូចជាព្រះអង្គទ្រង់បញ្ជូនមនុស្សប៉ុន្តែមនុស្សដែលព្រះអង្គទ្រង់រើសដោយដៃទ្រង់ផ្ទាល់ដោយពហុរបស់ទ្រង់ផ្ទាល់មនុស្សដែលព្រះអង្គទ្រង់វឹកវើដោយអង្គទ្រង់ផ្ទាល់
มันแม่นวักเวิร์นដោយអ្នកណាទេមិនមែនวักเวิร์นដោយព្រះវិហារឬក៏អាចារ្យផារ៉ាស៊ីឬក៏មេដឹកនាំណាមួយទេគឺวักเวิร์នពួកគេដោយអង្គទ្រង់ផ្ទាល់ព្រះអង្គដឹកនាំជីវិតគេដោយអង្គទ្រង់ផ្ទាល់ព្រះអង្គបញ្ជូនគេទៅជួយបញ្យល់ដល់មនុស្សព្រះអង្គបញ្ជូនគេទៅជួយសង្គ្រោះដល់មនុស្សបើព្រះអង្គបញ្ជូនទេវតាទៅសង្គ្រោះដល់មនុស្សមិនចាំបាច់អីវែងឆ្ងាយទេព្រះអង្គគ្រាន់តែបញ្ជាបង្គាប់ប្រាប់ដល់ទេវតាជាកូនរបស់ទ្រង់នឹងឯងមកជួយរំដោះយើងទាំងអស់គ្នាទៅវារួចបាត់ទៅហើយប៉ុន្តែមិនមែនជាគោលលទ្ធិរបស់ព្រះទេមនុស្សជួយមនុស្សប៉ុន្តែតើតែមនុស្សនឹងឯងទទួលអំណាចមកពីព្រះឬក៏មានវត្តមានរបស់ព្រះណាយើងទាំងអស់គ្នាត្រូវតែយល់ឲ្យច្បាស់សិក្សាដើម្បីឲ្យយល់ច្បាស់មិនមែនសិក្សាឲ្យយើងចេះតែភ្លេចសិក្សាខាងមុខភ្លេចក្រោយទេបងប្អូនខ្ញុំនិយាយអញ្ចឹងមិនមែនហាក់ដូចជាស្ដីបន្ទោសឬក៏នេះបងប្អូនទេណាគឺបងប្អូនបើបងប្អូនសិក្សាមុខភ្លេចក្រោយគឺប្រៀបដូចជាបងប្អូនដប់ថ្នាក់អញ្ចឹងបំណងបហតិរបស់ព្រះវេដាគឺដើម្បីនាំយើងចូលក្នុងគ្រប់អត្ថនសេចក្តីពិតតែយើងមានសេចក្តីពិតចាស់សេចក្តីពិតថ្មីហើយសេចក្តីពិតបន្ថែមហៅថាប្រេសគួរណាយើងត្រូវតែមាននៅក្នុងវគ្គបន្តដែលបងប្អូនកណ្ដូបមានមើលទៅដូចជាសេះនៅក្នុងសាររបស់ទេវតាពីទិសថ្ងៃរះបងប្អូនសិក្សាមកបងប្អូនដឹងតំណាងឲ្យមេដឹកនាំដូច្នេះកណ្ដូបនោះគឺជាមេដឹកនាំដូច្នេះគ្រីស្ទៀនសិតតែជាមេដឹកនាំជាអ្នកដែលនាំគេឲ្យស្គាល់ព្រះគ្រីស្ទណាមិនមែនចាំបាច់តែពួកសិស្សមិនមែនចាំបាច់តែពួកហោរាទេគឺចាំបាច់ថាអ្នកណាដែលទទួលទ្រង់ប្រទានអំណាចឲ្យគេបានត្រឡប់ជាកូនព្រះពួកគេជាសេះអញ្ចឹងហើយបើជាសេះសុំទោសប្រៀបជាដូចជាសេះដែលរៀបចូលទៅក្នុងចម្បាំងអ្នកដែលចូលទៅក្នុងចម្បាំងគេមិនតាន់ចូលទេនេះគេនៅរៀបចំនៅឡើយនេះដូច្នេះយើងសិក្សាហ្នឹងកំពុងតែរៀបចំចូលទៅក្នុងចម្បាំងដូច្នេះតើយើងសិក្សាមានចំណេះដឹងសពគ្រប់ទាំងអស់ទើបគេបញ្ជូនបងប្អូនទៅក្នុងចម្បាំងមិនមែនចាប់គេយកមិនដឹងអីទាំងអស់ហើយយកទៅចម្បាំងក៏ដូចជាជំរុញមនុស្សឲ្យទៅវិនាសអញ្ចឹងដែរអត់ទេពួកគេជាសេះជាមេដឹកនាំវឹកវើដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ផ្ទាល់វឹកវើដោយព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ចំពោះអេសាយខាងសាច់ឈាមណាចំពោះអេសាយខាងព្រលឹងវិញ្ញាណគឺវឹកវើដោយអង្គព្រះវិញ្ញាណនៃសេចក្តីពិតផ្ទាល់ពីព្រោះពួកគេជាអ្នកចុងបំផុតដែលយកសេចក្តីពិតរបស់ទ្រង់ទៅជួយសង្គ្រោះពួកអ្នកដែលមានសេចក្តីពិតដែរប៉ុន្តែគេអង្គុយនៅក្រោមម្លប់នៃសេចក្តីស្លាប់នៅឡើយរំដោះពួកគេអញ្ចឹងហើយបានជាយើងត្រូវតែមានសេចក្តីពិតគ្រប់គ្រាន់វឹកវើសិក្សាដើម្បីឲ្យយើងបានយល់ច្បាស់នៅសេចក្តីពិតរួចហើយព្រះអង្គទ្រង់បញ្ជូនអ្នករាល់គ្នាចូលទៅក្នុងចម្បាំងមិនមែនបងប្អូនច្បាំងខាងសាច់ឈាមទេបងប្អូនច្បាំងនឹងអំណាចរបស់សេចក្តីងងឹតដើម្បីឲ្យឈ្នះអំណាចនៃសេចក្តីងងឹតទៅបានមានតែមួយទេគឺបងប្អូនត្រូវតែទទួលបាននៅអំណាចនៃពន្លឺដើម្បីបងប្អូនទទួលបាននៅអំណាចនៃពន្លឺបងប្អូនត្រូវចូលទទួលនៅពន្លឺយ៉ាងបានសារហ្នឹងគឺសាររបស់ទេវតាមកពីទិសថ្ងៃរះគឺមកពីពន្លឺនាំយកពន្លឺមកឲ្យបងប្អូនបន្ថែមពីព្រោះបងប្អូនមានពន្លឺហើយអញ្ចឹងបានជាសារហ្នឹងមិនមែនឲ្យទៅពិភពលោកភ្លាមទេពិភពលោកមានសុទ្ធតែសេចក្តីងងឹតព្រះវិហារមានពន្លឺប៉ុន្តែដោយព្រោះតែពន្លឺចង្គៀងរបស់បងប្អូនមានក្រមចង្គៀងរបស់បងប្អូនខ្សោយប្រេងបងប្អូនត្រូវការពន្លឺឲ្យភ្លឺឡើងដើម្បីឲ្យពន្លឺនឹងភ្លឺឡើងគឺត្រូវការកេះក្រមចេញពីចង្គៀងរបស់បងប្អូនហើយត្រូវការចាក់ប្រេងបន្ថែមនៅក្នុងចង្គៀងរបស់បងប្អូនសារនេះគឺមកធ្វើអញ្ចឹងគឺមកកេះក្រមว่าបងប្អូនពិភាក្សាគ្នាពីរឿងការកែតម្រង់នោះណា reformation ណាព្រោះបងប្អូនមានកម្មនៅក្នុងការដែល
យើងមានសេចក្តីខុសឆ្គងលាយឡំនឹងសេចក្តីពិតសារនេះគឺជាសេចក្តីពិត 100% គឺមកដើម្បីបណ្ដេញនៅសេចក្តីខុសឆ្គងចំពោះអស់អ្នកដែលទទួលណាចំពោះអ្នកអស់អ្នកដែលទទួលគឺគេមាននៅតែមានសេចក្តីខុសឆ្គងនឹងមានសេចក្តីពិតនឹងនៅជាមួយលាយឡំជាមួយគ្នានឹងក្បួនដែលនាំមករវិតចិត្តនឹងព្រះគ្រីស្ទទ្រង់អត់អាចដកចេញបានទេมันអាចបាញ់ឈប់បានទេប៉ុន្តែនៅថ្ងៃមួយព្រះអង្គទ្រង់នឹងឲ្យទេវតាមកច្រូតក្បួនដែលនាំមករវិតចិត្តនឹងចេញទេបងប្អូនព្រះអង្គទ្រង់ឲ្យមេដឹកនាំដែលតំណាងឲ្យសេះនឹងឯងយល់ច្បាស់នៅសេចក្តីពិតរបស់ព្រះបំពាក់អំណាចអង់គ្លេសថា authority crown like gold ហ្នឹងគឺមកកត់ដូចជាមាសនឹងឯងមាសយើងដឹងថាមាសតំណាងឲ្យភាពបរិសុទ្ធឥតខ្ចោះមានតម្លៃណាគ្រប់សម័យចំនួនមាសគឺតែងតែមានតម្លៃអញ្ចឹងដូចជាព្រះអង្គទ្រង់បំពាក់នៅតម្លៃទៅដល់ពួកគេអញ្ចឹងបានជានៅថ្ងៃចុងបំផុតពិភពលោកគេមើលឃើញនៅតម្លៃរបស់ពួកយូដាម្នាក់តំណាងឲ្យពួកម៉ាសាន 41000 ហ្នឹងណាពួកគេប្រមូលគ្នាមកតោងជាយអាវរបស់យូដាម្នាក់ហ្នឹងបងឃើញទេនោះឲ្យពិភពលោកយើងទាំងអស់គ្នាត្រូវតែខំឲ្យបានចូលទៅក្នុងចំណោមពួកហ្នឹងប៉ុន្តែដើម្បីឲ្យបានចូលទៅក្នុងចំណោមពួកហ្នឹងបងប្អូនត្រូវតែវឹកវើចូលទៅក្នុងកន្លែងវឹកវើដូចជាសេះដែលរៀបចូលទៅច្បាំងហ្នឹងគឺគេមានការវឹកវើរួចហើយទទួលក្រោយពីបានវឹកវើក្រោយពីបានតាមព្រះវិញ្ញាណនៃសេចក្តីពិតចូលក្នុងគ្រប់អស់សេចក្តីពិតហើយទ្រង់បំពាក់មកកត់គឺបកគលអំណាចនៃភ្លៀងចុងរដូវទៅលើពួកគេណានៅលើក្បាលពួកគេបំពាក់ដូចជាមកកត់មាសហ្នឹងគឺសំដៅទៅលើអំណាចដែលព្រះអង្គទ្រង់បកគលឲ្យគេហើយពួកគេមានមុខដូចជាមុខមនុស្សយើងមិនចង់ឲ្យមុខយើងមិនចង់ធ្វើឲ្យមុខយើងនឹងឲ្យដូចជាមនុស្សខ្លះចង់ធ្វើមុខឲ្យដូចជាទូកុនអីចឹងទៅណាប៉ុន្តែយើងអត់ទេពួកគេទាំងខាងក្នុងទាំងខាងក្រៅគឺជាចង់ឲ្យមានមុខរបស់គេគឺចង់ឲ្យមុខដូចជាព្រះយេស៊ូវព្រោះមុខមនុស្សគឺជាព្រះយេស៊ូវខាងក្នុងគឺចង់ឲ្យដូចជាព្រះយេស៊ូវហេតុអីបែបព្រោះមនុស្សបាត់ទ្រង់ទ្រាយខាងក្នុងព្រោះព្រះទ្រង់បង្កើតមនុស្សមកឲ្យដូចជាអង្គទ្រង់មែនទេភាពខាងក្រៅហើយឲ្យមានភាពដូចជាទ្រង់ទៀតនៅលក្ខណៈខាងក្នុងប៉ុន្តែដោយព្រោះតែបាបដោយព្រោះតែការមិនស្ដាប់បង្គាប់ដោយព្រោះតែរំលងនៅបញ្ញត្តិច្បាប់របស់ព្រះពួកគេមានតែរូបកាយខាងក្រៅដូចជាព្រះអង្គដដែលប៉ុន្តែខាងក្នុងនោះគឺបាត់នៅទ្រង់ទ្រាយបរិសុទ្ធហ្នឹងឯងអញ្ចឹងហើយបានជាសារនេះតំណាងឲ្យភ្លៀងចុងរដូវនេះមកបន្ទុំស្រូវគឺបានមកធ្វើឲ្យសេចក្តីពិតសេចក្តីជំនឿនៃជីវិតរបស់យើងនឹងឯងបានដូចជាព្រះគ្រីស្ទវិញដើម្បីឲ្យពិភពលោកគេឃើញព្រះគ្រីស្ទឃើញទេអញ្ចឹងបានជាពួកគេមានមុខដូចជាមុខមនុស្សបញ្ជាក់ពីភាពឆ្លាតវៃបងប្អូនមានតែព្រះយេស៊ូវទេដែលមានមុខភាពឆ្លាតវៃហេតុអីបានអញ្ចឹងពីព្រោះមនុស្សដទៃគឺគេទៅតាមផ្លូវរបស់គេរៀងខ្លួនมันមានភាពឆ្លាតវៃទេពីព្រោះផ្លូវរបស់គេដែលអ្វីដែលគេមិនដឹងនោះចុងបំផុតនៃផ្លូវរបស់គេហ្នឹងគឺជាសេចក្តីហិនវិនាសប៉ុន្តែព្រះយេស៊ូវអត់អញ្ចឹងទេព្រះយេស៊ូវទ្រង់ឆ្លាតវៃរបស់ទ្រង់គឺព្រះអង្គដើរតាមសេចក្តីបង្គាប់របស់ព្រះវរបិតាព្រះបន្ទូលឬក៏សេចក្តីពិតនោះជាភាពឆ្លាតវៃព្រោះចុងបំផុតនៃសេចក្តីពិតគឺឲ្យគេបានទទួលនៅមកុដនៃជីវិតបងប្អូនគ្រីស្ទៀនគេពិភពលោកគេគិតថាគ្រីស្ទៀននឹងមិនឆ្លាតទេណាសុខចិត្តស្លាប់ដោយព្រោះព្រះគ្រីស្ទប៉ុន្តែអ្វីដែលគេមិនដឹងនោះចុងបំផុតនៅថ្ងៃចុងបំផុតព្រះអង្គទ្រង់នឹងឲ្យជីវិតអកលជានិច្ចដល់ពួកគេប៉ុន្តែពួកអ្នកដែលថាពួកគេល្ងងនោះចុងបំផុតអាសាតាំងនឹងឲ្យសេចក្តីស្លាប់អកលជានិច្ចដល់ពួកគេ
មួយណាទៅចេះដែលជាឆ្លាតនេះរៀនដើម្បីយើងឆ្លាតអ្នកដែលមិនឆ្លាតគឺគេវិនិច្ឆ័យហើយបើអ្នកបដិសេធភាពឆ្លាតវៃគឺជាបងប្អូនដឹងថាភាពឆ្លាតវៃ knowledge ហ្នឹងគឺជានរណាទេគឺជាតួអង្គរបស់ព្រះគឺតួអង្គរបស់ព្រះគ្រីស្ទតួអង្គរបស់ព្រះវិញ្ញាណបរិសុទ្ធតួអង្គរបស់ព្រះវិញ្ញាណនៃសេចក្តីពិតជាភាពឆ្លាតវៃហៅ knowledge if you reject knowledge God will reject you because knowledge is God ណាចំណេះដឹងភាពឆ្លាតវៃគឺជាតួអង្គរបស់ព្រះហើយព្រះអង្គគ្រប់សម័យជំនាន់តែងតែឲ្យភាពឆ្លាតវៃនឹងមកឲ្យមនុស្សដើម្បីឲ្យគេជៀសចេញអ្នកណាដែលទទួលអ្នកណាដែលដើរតាមភាពឆ្លាតវៃរបស់ទ្រង់នឹងពួកគេនឹងជៀសចេញពីបាបនិងមនុស្សមានបាបបើយើងអត់មានយើងអត់ទទួលនៅភាពឆ្លាតវៃនឹងយើងមិនអាចជៀសចេញពីបាបនិងមនុស្សមានបាបបានទេដូច្នេះកណ្ដូបតំណាងឲ្យគ្រីស្ទៀននៅលើក្បាលមានដូចជាមកុដដែលស្រដៀងនឹងមាសហើយមានមុខដូចជាមុខមនុស្សត្បិតទ្រង់បានធ្វើឲ្យគេនឹងឯងទៀបជាងទេវតាបន្តិចនៅក្នុងទំនុកដំកើងចំពោះ8ខ5ព្រះអង្គប្រាប់ថាទ្រង់បង្កើតមនុស្សមកឲ្យអំណាចរបស់គេនឹងតូចតិចជាងទេវតាតែបន្តិចទេបងប្អូនពិចារណាទេទេវតាអាចធ្វើការអាចដោយបងដោយលោកកាប្រយ៉ាលធ្វើឲ្យមនុស្សដែលជាសាការីនោះណាឪពុករបស់លោកយ៉ូហានបាបទីនោះណាកោបានដូច្នេះលោកមានអំណាចទេមនុស្សអាចធ្វើឲ្យមនុស្សកោបានទេអត់អាចទេមែនទេអ្វីដែលមនុស្សធ្វើមិនកើតទេវតាធ្វើកើតប៉ុន្តែអ្វីដែលមនុស្សធ្វើកើតទេវតាធ្វើអត់កើតបងប្អូនដឹងអ្វីទេដែលជាទេវតាធ្វើមិនកើតបង្កើតកូនទេវតាព្រះបង្កើតមកធំពេញវ័យគ្រប់គ្នាតែម្ដង3ភាគនេះណាគឺធំពេញវ័យអត់ខ្ចោះតែម្ដងដូចជាព្រះអង្គបង្កើតលោកអាដាមនិងអេវ៉ាមនុស្សដើមរបស់មនុស្សជាតិអញ្ចឹងណាព្រះអង្គទ្រង់មិនបានឲ្យទេវតាបង្កើតមនុស្សបង្កើតកូនទេនេះហើយគឺជាចំណុចមួយដែលហាក់ដូចជានិយាយទៅហាក់ដូចជា funny ណាអត់ទេគឺទេវតាអត់បង្កើតកូនបានទេពីព្រោះព្រះអង្គទ្រង់មិនបានបង្កើតឲ្យទេវតាឲ្យបង្កើតកូនទេព្រះអង្គបង្កើតពួកគេមកមានចំនួនប្រមាណគឺនៅប៉ុណ្ណឹង3ភាគគឺនៅ3ភាគទោះបីជា1ភាគមកតាមអានិបច្ចបារាណក៏ពួកគេមិនអាចបង្កើតកូនបានដែរដូចជាសេចក្តីខុសឆ្គងគ្រីស្ទៀនពិភពលោកគេនិយាយថាទេវតាទៅសេពប្រភពជាមួយមនុស្សនឹងឯងនៅសម័យដើមបានជាមនុស្សនឹងមានភាពខ្លាំងអស្ចារ្យអីមិនមែនទេណានោះគឺជាសេចក្តីខុសឆ្គងសេចក្តីបោកប្រាស់សេចក្តីកុហកសេចក្តីបង្វែររបស់វិញ្ញាណរបស់អនិច្ចបរាណនៅក្នុងបុគ្គលនោះទេណាដូច្នេះបងប្អូនត្រូវដឹងច្បាស់មនុស្សព្រះអង្គទ្រង់បង្កើតមនុស្សមកព្រះអង្គប្រទានឲ្យគេបង្កើតកូនតបរៀងទៅណាបន្តពូជទៅប៉ុន្តែទេវតាអត់ទេនោះជាអ្វីដែលទេវតាធ្វើមិនបានប៉ុន្តែមនុស្សធ្វើកើតប៉ុន្តែអ្វីដែលទេវតាធ្វើកើតមនុស្សធ្វើអត់កើតទេអញ្ចឹងហើយបានជាព្រះអង្គត្រូវការបញ្ជូនទេវតាមកជួយយើងទាំងអស់គ្នានៅក្នុងអ្វីដែលយើងធ្វើមិនកើតដើម្បីការពារបងប្អូនឲ្យរួចពីអំណាចរបស់ទេវតា1ភាគ3មកតាមអនិច្ចបច្ចបារាណនោះដើម្បីកុំឲ្យពីព្រោះព្រះអង្គមិនអនុញ្ញាតនៅក្នុងសួនច្បារដែនវាមកលបួងព្រះសំទោសវាមកលបួងមនុស្សបានតែដើមដឹងខុសត្រូវទេមិនមែនតាមប្រកិតបងប្អូនឪពុកម្ដាយរបស់មនុស្សជាតិនឹងឯងនៅគ្រប់ទីកន្លែងទេអត់ទេព្រះអង្គអនុញ្ញាតឲ្យវាអញ្ចឹងហើយបានជាព្រះអង្គហាម5ដល់ស្ត្រីថាកុំឲ្យឃ្លាតឆ្ងាយពីប្តីពីព្រោះប្តីមិនដែលទៅក្បែរដើមដឹងខុសត្រូវនឹងទេស្ដាប់បង្គាប់តាមព្រះយេហូវ៉ាប៉ុន្តែប្រពន្ធមិនស្ដាប់បង្គាប់ទេងាកបែរចេញពីប្តីមិនស្ដាប់បង្គាប់សេចក្តីបង្គាប់របស់ទេវតាទៅដល់ដើមដឹងខុសត្រូវដែលអនិច្ចបច្ចបារាណវាកំពុងទន្ទឹងរួងចាំចូលទៅក្នុងនាគនៅក្នុងពោះពីចាស់បារាណនោះណាដែលហៅថានាគនោះណាជាឱកាសបញ្ឆោតលបួងនាំបិតាមេដានៃមនុស្សជាតិឲ្យវង្វេង
ដូចជាបងប្អូនព្រះអង្គទ្រង់ឲ្យគ្រីស្ទៀនពិតប្រាកដដែលដើរតាមព្រះគ្រីស្ទធ្វើតាមព្រះគ្រីស្ទដើរតាមសេចក្តីពិតរបស់ទ្រង់នឹងឯងព្រះអង្គទ្រង់បំពាក់មកុដគឺបកគលអំណាចរបស់ទ្រង់នឹងឯងទៅឲ្យពួកគេនឹងឯងទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសទ្រង់បានធ្វើឲ្យគេបង្កើតគេមកឲ្យទៀបតូចជាងទេវតាតែបន្តិចទេមិនមែនសំដៅទៅលើអាចសំដៅទៅលើរូបកាយអាចទេវតាធំជាងមនុស្សណាឬក៏មនុស្សទៀបជាងទេវតាបន្តិចប៉ុន្តែនិយាយនៅក្នុងទំនុកដំកើងចំពោះ8ខ5នេះគឺសំដៅទៅលើអំណាចគឺព្រះអង្គទ្រង់បង្កើតមនុស្សមកនឹងឯងឲ្យទៀបជាងទេវតាតែបន្តិចទេក៏បានបំពាក់សេរីល្អទៅដល់មនុស្សបកគលអំណាចទៅដល់មនុស្សដូចខ្ញុំបានប្រាប់បងប្អូនមិញព្រះអង្គបកគលអំណាចទៅឲ្យលោកអាដាមសូម្បីតែរាប់សត្វណាក៏ដោយដែលមានឈ្មោះបងប្អូនហៅសពថ្ងៃមិនថាភាសាណាទេគឺជាអំណាចដែលព្រះទ្រង់ផ្ដល់ឲ្យមនុស្សដើមដែលជាអាដាមនឹងដាក់ឈ្មោះឲ្យសត្វនឹងឯងណាក៏បានបំពាក់សេរីល្អនិងកេរឈ្មោះឃើញមានកេរឈ្មោះទេលោកបានទទួលអំណាចពីព្រះដាក់ឈ្មោះឲ្យសត្វគឺកេរឈ្មោះនៅក្នុងឈ្មោះរបស់សត្វហ្នឹងឯងគឺបើយើងដេញទៅគឺយើងដឹងថាគឺលោកដែលជាមនុស្សដើមរបស់ព្រះបង្កើតមកនៅទេដែលដាក់ឈ្មោះឲ្យសត្វនឹងហើយតាំងពីនោះរហូតតមកសត្វនឹងនៅឈ្មោះនឹងរហូតទេទទួលនៅកេរឈ្មោះទុកជាមកុដឃើញទេទុកជាមកុដបងកុំឲ្យគិតថាសំដៅទៅលើមកុដសំដៅទៅលើមកុដមាសអីដែលគេពាក់លើក្បាលនៅលើស្ដេចលើអីហ្នឹងមិនមែនទេគឺសំដៅទៅលើបងប្អូននឹងទទួលមកុដដូចជាមកុដដែលព្រះអង្គទ្រង់មានបន្ទូលដែរប៉ុន្តែនៅក្នុងបទនាយនេះគឺសំដៅទៅលើអំណាចដែលព្រះទ្រង់ឲ្យពីព្រោះមនុស្សយើងអត់មានអំណាចអាចទៅធ្វើអ្វីបានដោយខ្លួនឯងបានទេក្រៅពីបង្កើតកូនក្រៅពីជ្រើសរើសបាបឬក៏សេចក្តីជីវិតសេចក្តីខុសឆ្គងឬក៏សេចក្តីត្រឹមត្រូវណាអ្វីទាំងអស់ព្រះអង្គទ្រង់បកគលអំណាចទៅដល់ពួកគេទ្រង់បានតាំងគេឲ្យត្រួតលើអស់ទាំងការនៃព្រះហស្ថទ្រង់ធ្វើក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឲ្យនៅក្រោមជើងគេនេះគឺជាគម្រោងការដែលព្រះអង្គទ្រង់គម្រោងតាំងពីដើមមកគឺព្រះអង្គទ្រង់គម្រោងការឲ្យពួកគេគឺឲ្យមនុស្សនឹងឯងគ្រប់គ្រងនៅគ្រប់ទាំងអស់ប៉ុន្តែដោយព្រោះតែយើងស្ត្រីមិនស្ដាប់បង្គាប់ទេវតាមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាទៅធ្វើតាមបងក្បត់គឺអនិច្ចបច្ចៈបារាណដែលហៅថាអរិយសាតាំងហ្នឹងតាមការលួងលោមបញ្ឆោតបោកប្រាស់របស់វាហ្នឹងគឺធ្វើឲ្យការទាំងអស់នឹងឯងការគ្រប់គ្រងទាំងអស់នឹងឯងគឺត្រូវរលាយព្រះអង្គទ្រង់ដកការនឹងឯងចេញពីគេប៉ុន្តែនៅថ្ងៃចុងបំផុតទ្រង់នឹងបកគលទៅដល់ពួកបរិសុទ្ធរបស់ទ្រង់ទាំងអស់សារជាថ្មីឡើងវិញអញ្ចឹងបានព្រះអង្គមានបន្ទូលថាផែនដីនឹងបានដូចនៅឋានសួគ៌ហើយទីក្រុងយេរូសាឡឹមចាស់ហ្នឹងនឹងបានដូចជាសួនច្បារឯដែនមិនមែនបានន័យថាព្រះអង្គទ្រង់យកសួនច្បារឯដែនមកដាក់នៅក្នុងទីក្រុងយេរូសាឡឹមចាស់ទេគឺគ្រាន់ថាអ្វីទាំងអស់ដែលមានព្រះអង្គប្រទានពរនៅក្នុងទឹកដីសន្យាដែលព្រះអង្គទ្រង់នឹងប្រមូលពួក144,000មកពួកមកវងធំរាប់មិនអស់ទៅស្នាក់នៅហ្នឹងណាគឺគាត់ថានៅមិនថាផ្លែឈើមិនថាអ្វីទេក្របធនជាតិអីទេព្រះអង្គប្រទានពរឲ្យរបស់ទាំងអស់នឹងឯងនឹងបានដូរនៅសួនច្បារដែរពួកគេស្នាក់នៅក្នុងរយៈមួយឆ្នាំជាងហ្នឹងគឺពួកគេអត់ខ្វះអីទេណានិយាយបងប្អូនពួកគេនឹងបានបរិភោគនៅអ្វីគេមានន័យថាភ្លក់នៅរសជាតិសួនច្បារឯដែនមុននឹងទៅដល់រសជាតិសួនច្បារឯដែនពិតគឺព្រះអង្គឲ្យគេភ្លក់នៅរសជាតិនឹងឯងនៅក្នុងទឹកដីសន្យាឬក៏នគរមុន 1000 ឆ្នាំនឹងឯងមុនសិនណាឃើញទេនៅក្នុងម៉ាថាយជំពូក28ខ18ព្រះអង្គបានប្រាប់ឲ្យឯព្រះយេស៊ូវទ្រង់មានព្រះបន្ទូលនឹងគេថាគ្រប់ទាំងអស់គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើឋានសួគ៌ហើយនៅលើផែនដីផងអំណាចទាំងអស់ព្រះអង្គទ្រង់បានទទួលគឺជាកូនសោដែលព្រះអង្គទ្រង់មកជាកូនមនុស្សមកលើកទី1ណាដើម្បីធ្វើសេចក្តីសង្គ្រោះជួយមនុស្សមានបាបឲ្យរស់ឡើងហ្នឹងឲ្យមានជីវិតហ្នឹងឲ្យរួចពីបណ្ដាសាហ្នឹង
ដែលព្រោះទ្រង់ទទួលបណ្ដាសាជំនួសយើងមិនមែនបានន័យថាព្រះអង្គទទួលតែម្នាក់ឯងនេះគឺយើងនៅក្នុងទ្រង់ណារួមសុខរួមទុក្ខជាមួយនឹងទ្រង់បរិភោគជាមួយនឹងទ្រង់សាច់ឈាមរលាយជាមួយនឹងទ្រង់អញ្ចឹងបាទកើតចេញពីអាដាមទី1ត្រូវចូលទៅក្នុងអាដាមទី2មិនមែនយើងនៅក្រៅគ្នាទីតីទេមិនមែនដូចជាបងប្អូនថាប្រគ្រីស្ទមកយកប្រវត្តិដែលធ្ងន់ពីខ្នងរបស់យើងទៅលីតែម្នាក់ឯងរងទុក្ខលំបាកតែម្នាក់ឯងបងប្អូនដើរធ្វើបង្ងើយនោះទេមិនមែនអញ្ចឹងទេយើងហើយតែប្រគ្រីស្ទត្រូវតែរួមមកតែមួយដូចជាបងប្អូនកដោបដែលមានមុខដូចជាមនុស្សហ្នឹងគឺសំដៅទៅលើភាពឆ្លាតវៃដែលពួកគេមានប្រគ្រីស្ទដែលជាមនុស្សពួកអ្នកដែលមិនទទួលប្រគ្រីស្ទធ្វើជាមនុស្សគឺប្រកាសជាគេអាចទទួលមនុស្សឬក៏ទទួលអនិច្ចម្ចាស់បារាណអត់ឆ្លាតវៃទេពីព្រោះមនុស្សដែលដកដង្ហើមតាមរួនច្រមុះមិនដែលឲ្យបងប្អូនមានជីវិតទេពីព្រោះខ្លួនគេហ្នឹងក៏អត់មានជីវិតអកលចនិចដែរអនិច្ចម្ចាស់បារាណវាបាត់នៅជីវិតអកលចនិចហើយដោយព្រោះតែវាបះប្រឆាំងហើយវាមិនធ្វើតាមក្រឹតវិន័យរបស់ព្រះវាមិនគ្រប់គ្រងមិនទ្រទ្រង់ក្រឹតវិន័យរបស់ព្រះទៀតសូម្បីតែទេវតាព្រះអង្គបង្កើតមកគឺដើម្បីឲ្យមានជីវិតអកលចនិចដែរមែនទេប៉ុន្តែបើទេវតាមិនកាន់តាមបញ្ញត្តិរបស់ព្រះទេវតានឹងក៏មិនមានជីវិតអកលចនិចដែរអញ្ចឹងបានជានៅក្នុងចុងបំផុតនៃជីវិតរបស់អនិច្ចម្ចាស់បារាណនិងទេវតាមួយភាគ3មកតាមវាណានឹងត្រូវវិនិច្ឆ័យនៅក្នុងបឹងភ្លើងនិងស្ពាន់ធម៌រួមទាំងបើបងប្អូនចង់រួមសំណាយជាមួយនឹងវាទៅហែនៅក្នុងបឹងភ្លើងនិងស្ពាន់ធម៌បងប្អូនប្រកាសជាបដិសេធព្រះយេស៊ូវហើយប៉ុន្តែអ្នកអត់បដិសេធព្រះយេស៊ូវក៏អត់ទេពួកគេមិនបានហែនៅក្នុងបឹងភ្លើងនិងស្ពាន់ធម៌ទេគឺពួកគេនៅក្នុងទីក្រុងយេរូសាឡិមថ្មីណាឥឡូវយើងមើលតទៀតនៅក្នុងខ8ពួកគេសក់វានោះដូចជាសក់របស់ស្ត្រីហើយធ្មេញវាដូចជាធ្មេញរបស់សត្វសឹងហើយមានលក្ខណៈពីរទៀតដែលយើងត្រូវដឹងមួយគឺសក់របស់វាសក់របស់ស្ត្រីតំណាងឲ្យអីតំណាងឲ្យសេរីរុងរឿងមែនទេតំណាងឲ្យអំណាចនិងកម្លាំងណាព្រះអង្គទ្រង់ឲ្យសក់មកស្ត្រីទុកជាប្រដាប់បាំងទុកជាសេរីល្អអញ្ចឹងបានជានៅក្នុងព្រះគម្ពីរព្រះអង្គទ្រង់មានបន្ទូលតាមព្រះវិញ្ញាណបរិសុទ្ធតាមរយៈលោកពូលទៅប្រាប់ដល់ក្រុមជំនុំដែលសាសរតីដែលទើបចូលមកជឿណាដែលមិនទាន់បានធ្វើត្រូវតាមសេចក្តីបង្គាប់របស់ព្រះហ្នឹងព្រះអង្គប្រាប់ទេថាស្ត្រីនៅពេលដែលស្ដាប់ព្រះបន្ទូលឬក៏អធិដ្ឋានក្តីឬក៏អធិប្បាយក្តីគឺត្រូវតែមានអ្វីគ្របនៅសេរីល្អរបស់ខ្លួនឯងតម្រូវទៅលើសក់ហ្នឹងណាដើម្បីឲ្យសេរីល្អរបស់ព្រះនឹងឯងមកប្រទានពរដល់គេបើយើងថាយើងមានសេចក្តីសង្គ្រោះយើងមានអំណាចយើងមានសេរីល្អហើយសេរីល្អបងប្អូនមិនត្រូវការអំណាចរបស់ព្រះទេមែនទេមិនត្រូវការសេរីល្អរបស់ព្រះមែនទេយ៉ាងណាបានជាក្រុមជំនុំរបស់ព្រះវិហាររបស់ទ្រង់គឺត្រូវតែស្រីគឺត្រូវតែបន្ទាបខ្លួននៅចំពោះព្រះដោយយកអ្វីមកគ្របមិនថាបងប្អូនអាចប្រើពាក្យថាមួកប្រើពាក្យថាស្បៃប្រើពាក្យអ្វីក៏ដោយឲ្យតែយកមកគ្របនៅលើសេរីល្អរបស់ខ្លួននឹងនៅពេលដែលបងប្អូនស្ដាប់ព្រះបន្ទូលនៅពេលដែលបងប្អូនអធិដ្ឋាននៅពេលដែលបងប្អូនបញ្ចេញនៅព្រះបន្ទូលរបស់ទ្រង់ណាទៅដល់អ្នកដទៃដែលជាមនុស្សដែរហ្នឹងគឺត្រូវតែគ្របបាំងនៅសេរីល្អរបស់ខ្លួនឯងដើម្បីឲ្យសេរីល្អរបស់ព្រះហ្នឹងមកស្នាក់ឬក៏សន្ធិដ្ឋនៅក្នុងជីវិតរបស់បងប្អូនណាដូច្នេះសក់តំណាងឲ្យអំណាចដែលព្រះទ្រង់ឲ្យសេរីល្អសក់តំណាងឲ្យសេរីរុងរឿងដែលព្រះទ្រង់ឲ្យសក់តំណាងឲ្យកម្លាំងណាអំណាចនិងកម្លាំងដែលព្រះទ្រង់ឲ្យឥឡូវយើងមើលគេមានលក្ខណៈមួយទៀតកណ្ដោបហ្នឹងគឺមានធ្មេញដូចជាធ្មេញរបស់សឹងយើងដឹងថាធ្មេញសឹងគឺវាប្រើអីវាមិនមែនប្រើត្រឹមកម្លាំងជើងទាំង4របស់វាឬក៏មាត់របស់វាទេគឺវាប្រើអំណាចរបស់ធ្មេញអូខេតម្រូវទៅលើបើនិយាយពីកណ្ដោបនៅពេលដែលគេ
បញ្ចេញនៅព្រះបន្ទូលរបស់ព្រះដែលជាសេចក្តីពិតហ្នឹងគឺប្រកាសដំណឹងល្អនៃសេចក្តីសុខសាន្តនៃជីវិតហ្នឹងទៅដល់ពិភពលោកហ្នឹងគឺមានអំណាចនៅក្នុងហ្នឹងណាគឺតំណាងឲ្យថ្មិញរបស់សង្ឃគឺប្រើអំណាចពីព្រោះយើងដឹងថាហេតុអីបានព្រះអង្គមិនយកថ្មិញរបស់គោមិនយកថ្មិញរបស់សេះទេមិនទៅសេះអត់មានគោអត់មានថ្មិញលើទេណាពីព្រោះសេះវាមិនដែលខំស៊ីអីក្រៅពីស្មៅទេគោវាមិនដែលខំស៊ីអ្វីក្រៅពីស្មៅទេប៉ុន្តែចំពោះសង្ឃវិញគឺវាប្រើថ្មិញរបស់វានឹងឯងខំស៊ីនៅអ្វីដែលរស់ស្មៅរស់មែនប៉ុន្តែវាអត់មានចេះរត់ទេគោវាអាចទៅយកថ្មិញរបស់វាទៅស៊ីស្មៅនឹងបានប៉ុន្តែអំណាចរបស់សង្ឃវិញគឺអត់ទេគឺវាចាប់អ្វីដែលនៅរស់ហើយវាបំផ្លាញនៅជីវិតដែលរស់នឹងនេះមិនមែនបានន័យថាពួកកណ្ដូបតំណាងឲ្យគ្រីស្ទានហ្នឹងទៅបំផ្លាញជីវិតមនុស្សទេមកដើម្បីនឹងរកឲ្យជួយសង្គ្រោះមនុស្សដែលបាត់បង់ដូចជាចង្វាយរបស់គេដូចជាស្ដេចរបស់គេដូចជាព្រះអង្គម្ចាស់ព្រះអង្គសង្គ្រោះរបស់គេហ្នឹងដូចគ្នាទេប៉ុន្តែបើអ្នកណាមិនទទួលនៅការបង្គាប់ឬក៏ដំណឹងល្អដែលព្រះទ្រង់ឲ្យតាមមាត់របស់គេហ្នឹងតំណាងឲ្យថ្មិញហ្នឹងរបស់សង្ឃហ្នឹងអ្នកនឹងឯងគឺនឹងត្រូវទទួលនៅសេចក្តីវិនាសដែលហៅថាស្លាប់នោះហើយបើស្លាប់ដោយព្រោះតែបដិសេធដំណឹងល្អពួកគេនឹងមានវាសនានៅថ្ងៃចុងបំផុតទៅហែនៅក្នុងបឹងភ្លើងនឹងស្ពនធរជាមួយនឹងអនិពិចាស់បារានប្រកបណាឃើញបងប្អូនឥឡូវយើងមើលខ9ចំពោះ9ខ9វាពាក់អាវសឹកដូចជាអាវសឹកដៃយើងថានៅក្នុងសម័យរ៉ូមគឺគេប្រើដែកអ្វីក៏ដែកដែរណាសូម្បីតែអាវសឹកក៏អាវសឹកដែកដែរហើយនៅក្នុងសម័យរ៉ូមតំណាងឲ្យជើងដែកហ្នឹងរហូតមកដល់សម័យចុងប្រអប់ជើងទៀតដែកហ្នឹងមកដល់ទៀតប៉ុន្តែយើងដឹងថាអាវសឹករបស់កណ្ដូបតំណាងឲ្យអំណាចដែលព្រះទ្រង់ឲ្យដល់កណ្ដូបហ្នឹងដល់គ្រីស្ទានហ្នឹងគឺសំដៅទៅលើសេចក្តីស្រឡាញ់ណាអង់គ្លេសហៅ breastplate of iron ហ្នឹងសំដៅទៅលើអាវសឹកដែលគេពាក់ហ្នឹងគឺសំដៅទៅលើសេចក្តីស្រឡាញ់និងសេចក្តីជំនឿរបស់ពួកគេសេចក្តីជំនឿរបស់ពួកគេជឿនៅលើព្រះគ្រីស្ទមុតមមអស្ចារ្យពិតប្រាកដទោះបីជាគេមកបង្រាត់ពួកគេដោយព្រោះសេចក្តីឈឺចាប់រងទុក្ខវេទនាយ៉ាងណាក៏ដោយគឺពួកគេអត់លាលែងនៅសេចក្តីជំនឿរបស់ពួកគេនឹងទេសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលមាននៅក្នុងគេបំពាក់នៅជាប់នៅក្នុងជីវិតរបស់ពួកគេជានិច្ចដើម្បីទៅជួយសង្គ្រោះបងប្អូនរបស់ពួកគេដែលតំណាងឲ្យពួកអ្នកមិនទាន់បានទទួលជឿឬក៏មិនទាន់បានដឹងដំណឹងល្អនៃសេចក្តីសង្គ្រោះរបស់ព្រះហ្នឹងណាសុខចិត្តពុះពៀដោយព្រោះតែគេស្រឡាញ់ព្រះគ្រីស្ទកុំឲ្យច្រឡំណាបើគេស្រឡាញ់អ្នកបងប្អូនគេស្រឡាញ់អ្នកជិតខាងគេមិនអាចធ្វើអញ្ចឹងបានទេប៉ុន្តែដោយព្រោះតែគេមានសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានជាគេពុះពៀរហូតទៅដល់ទោះបីជាបាត់ជីវិតក៏គឺពួកគេសុខចិត្តដែរអស្ចារ្យទេណាដោយព្រោះការលះបង់របស់ពួកគេខ្លាំងរឹងអស្ចារ្យដូចជាដែកនឹងហើយបានជាយើងទាំងអស់គ្នាមានសង្ឃឹមនៅថ្ងៃស្អែកបើពួកគេអត់បានធ្វើការទាំងអស់នឹងទេដំណឹងល្អចប់នៅត្រឹមសម័យកង្កឹតមិនបានមកដល់យើងទេមែនទេប៉ុន្តែអត់ទេដោយព្រោះតែពួកគេមានសេចក្តីស្រឡាញ់មានសេចក្តីជំនឿខ្លាំងរឹងដូចជាដែកនឹងហើយបានជាមកដល់ដំណឹងល្អនឹងមកដល់យើងនេះយើងត្រូវតែធ្វើការនឹងបន្តពីព្រោះគ្រីស្ទានត្រូវធ្វើបន្តនៅអ្វីដែលព្រះគ្រីស្ទទ្រង់បង្គាប់ព្រះអង្គប្រាប់ថាឲ្យទៅបញ្ចុះបញ្ចូលនៅឲ្យមានសិស្សនៅគ្រប់ទាំងសាសពួកគេត្រាប់បង្គាប់ធ្វើតាមដោយព្រោះសេចក្តីជំនឿដោយព្រោះសេចក្តីស្រឡាញ់ដល់ព្រះគ្រីស្ទពួកម្សាយ 41000 ដូចគ្នាព្រះអង្គទ្រង់ឲ្យគេមិនមែនឲ្យគេត្រូវបញ្ចុះបញ្ចូលនៅគ្រប់ទាំងសាសទេព្រះអង្គប្រគល់អំណាចនៃភ្លៀងចុងរដូវនិងភ្លៀងដើមរដូវនោះទៅឲ្យហៅមិនមែនបញ្ចុះបញ្ចូលទេណាពីព្រោះពេលចុងក្រោយនេះមិនមែនពេលដែលត្រូវបញ្ចុះបញ្ចូលឲ្យទុកឱកាសឲ្យទេពីព្រោះអត់មានឱកាសតទៅទៀតទេអញ្ចឹងហើយបានជាព្រះអង្គទ្រង់ទៅទិសខាងកើតឲ្យពួកគេទៅទិសខាងកើតគឺហៅពួកបាបឡោននឹងមកអត់មានថាមករៀននឹងខ្ញុំដើម្បីឲ្យ
ពីព្រោះខ្ញុំ slow ថយសភាពអីដូចជាប្រវត្តិបិតាដូចជាបក្រិស្ទ្រួងបានមានបន្ទូលក្នុងការដែលទ្រួងនៅក្នុងជាសាច់ឈាមនៅឡើយទេណាគឺចេញបង្គាប់ទៅហៅពួកគេឲ្យរាជអញចូលចេញមកបានន័យថាម៉េចព្រះអង្គទ្រង់ប្រើពាក្យរាជអញហៅបាបឡោនជារាជអញហៅពួកអ្នកដែលរក្សាថ្ងៃទី1ជារាជរបស់អញនេះបានន័យថាពួកគេមានភាពរបស់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេបានដែរមែនទេហើយព្រះអង្គហៅជារាជរបស់អញចា៎ព្រះអង្គមិនមែនឲ្យគេនឹងមករៀនដើម្បីបញ្ជាក់បង្ហាញខ្លួនឯងដល់ព្រះដូចជាយើងសពថ្ងៃទេគឺព្រះអង្គទ្រង់ដាក់អំណាចនៅក្នុងមាត់របស់ពួក144,000ហ្នឹងហើយនឹងក្នុងមាត់របស់ពួក20កោតទីទៀតយើងនឹងចូលវគ្គបន្តទៅយើងទៅដល់ពួក20កោតអីហ្នឹងហើយ200,000មិនមែនទៅបើបងប្អូនរាប់ដល់បរិកោតមិនមែនត្រឹមកោតទេណាពួកមក200,000ហ្នឹងពួកគេទទួលអំណាចរបស់ព្រះនៅក្នុងមាត់ទៅហៅពួករាជរបស់ព្រះដែលនៅក្នុងបាបឡោនដែលអង្គុយនៅក្នុងមលុបនៃសេចក្តីស្លាប់ហ្នឹងឲ្យចេញមកមិនមែនបញ្ចុះបញ្ចូលទេឃើញខុសគ្នាទេពួកសិស្សព្រះអង្គឲ្យអំណាចពួកគេទទួលអំណាចទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសពួក144,000អត់ទេទៅប្រមូលគ្រប់ជាតិសាសមកហៅពួកគេចេញមកតែម្ដងអត់មានធ្វើបញ្ចុះបញ្ចូលទេអ្នកណាមករួចខ្លួនអ្នកណាមិនមកគេនឹងវិនាសបើបងប្អូនសិក្សាលម្អិតនៅក្នុងអេសេគៀល47ពួកអ្នកដែលនៅក្នុងបឹងលបប់ហើយនឹងភក់នោះណាពួកហ្នឹងគឺសំដៅទៅពួកអ្នកក្បាលរឹងហ្នឹងពួកបាបឡោនដែរប៉ុន្តែក្បាលរឹងអត់មកតាមទេពួកពិភពលោកដែរពួកគេមានចិត្តរឹងពួកគេមិនលះចោលនៅការថ្វាយបង្គំរូបព្រះរបស់ពួកគេទេឃើញទេអញ្ចឹងបានជាពួកគេមានទោសបងប្អូនដឹងថាហេតុអីបានជាគេមានទោសហៅថា blasphemy អង់គ្លេសថា blasphemy ទោសដែលมันអាចអត់ទោសឲ្យបានទេទោសដែលมันអាចអត់ឲ្យបានបងប្អូនត្រូវយល់ឲ្យច្បាស់ចែកឲ្យដាច់ណាបើបងប្អូនរំលងនៅបញ្ញត្តិរបស់ព្រះព្រះអង្គមានបន្ទូលថាឲ្យពួកបរិសុទ្ធជួយអធិដ្ឋានឲ្យទៅព្រះអង្គទ្រង់នឹងអត់ទោសឲ្យណានោះការរំលងច្បាប់របស់ព្រះណាប៉ុន្តែបើបងប្អូនបដិសេធនៅសម្លេងរបស់ព្រះវិញ្ញាណបរិសុទ្ធឬក៏ព្រះវិញ្ញាណនៃសេចក្តីពិតនោះណាបងប្អូនអត់មានឱកាសទេអញ្ចឹងហើយបានជាព្រះវិហារនៅពេលដែលមនុស្សកំពុងតែរស់នៅសារនេះទៅដល់បងប្អូនមិនចាំបាច់ថាបងប្អូនមិនទទួលបដិសេធពេញលេញទេគ្រាន់តែបងប្អូនបង្ងើយកន្តើយទៅតាមមេដឹកនាំរបស់បងប្អូននឹងព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណនៃសេចក្តីពិតនឹងចាត់ទុកបងប្អូនទៅជាទោសដែលมันអាចអត់ឲ្យបានហើយហេតុអីពីព្រោះបងប្អូនមានចំណេះដឹងបងប្អូនជាពួកឆ្លាតពួកឡៅរាសេសិតតែជាពួកឆ្លាតវៃប៉ុន្តែហេតុអីបានជាព្រះអង្គទ្រង់ឲ្យចំណេះដឹងមកមិនទទួលបានន័យថាយើងទៅជាល្ងងវិញហើយនោះហើយជាអញ្ចឹងបានជាទោសដែលมันអាចអត់ឲ្យបានគឺជាទោសមើលងាយព្រះវិញ្ញាណបរិសុទ្ធពិភពលោកទោសដែលมันអាចអត់ទោសឲ្យបានគឺទោសដែលមើលងាយព្រះវិញ្ញាណបរិសុទ្ធឃើញទេអញ្ចឹងបានជានៅក្នុងអេសេគៀល47ហ្នឹងគឺមានពីក្រុមហ្នឹងតំណាងឲ្យMarsh and Morris place ហ្នឹងតំណាងឲ្យបឹងដីល្បាប់និងបឹងភក់ហ្នឹងมันអាចអត់ទោសឲ្យបានទេពីព្រោះគេមិនឆ្លើយតបនឹងការដែលព្រះវិញ្ញាណទ្រង់ហៅគេឲ្យគេចេញមកណាឃើញទេយើងមើលតទៀតដូចថាវាពាក្យអាវសឹកដូចជាដែកហើយស្លាបហើយសូរស្លាបវាដូចជាសូររទេះចំបាំងស្លាបតំណាងឲ្យអីមិនមែនតំណាងឲ្យលបឿនទេតំណាងឲ្យរយៈពេលដូច្នេះនៅក្នុងរយៈពេលដែលព្រះអង្គទ្រង់ឲ្យកណ្ដូបចេញមកឲ្យគ្រីស្ទានចេញធ្វើការគឺនៅក្នុងរយៈពេលស្លាបមួយពីព្រោះបងប្អូនសិក្សានៅក្នុងម៉ាថាយវិវរណៈចំពុក12បងប្អូនឃើញស្ត្រី
មានស្លាប2ឃើញទេមកវគ្គគឺសំដៅទៅលើសញ្ញាចាស់មកវគ្គគឺសំដៅទៅលើសញ្ញាថ្មីអញ្ចឹងបានជាពួកកណ្ដោបដែលចេញធ្វើការនេះទទួលបង្គាប់ពីបល្ល័ង្ករបស់ព្រះចេញទៅធ្វើការណាពួកគេនៅក្នុងរយៈពេលស្លាបនៃសញ្ញាថ្មីដល់ហើយទេណាអញ្ចឹងបានជាសូលស្លាបពួកគេនឹងដូចជារទេះចម្បាំងគឺដំណឹងល្អដែលព្រះទ្រង់ឲ្យតាមរយៈកណ្ដោបនឹងឯងទៅប្រកាសប្រាប់ដល់ពិភពលោកនឹងឯងអត់មានអ្នកណាមួយជៀសរួចទេពីព្រោះព្រះអង្គឲ្យគេចេះភាសាស្វ័យប្រវត្តិដើម្បីយកសារនឹងឯងទៅគ្រប់ជាតិសាសន៍អ្នកណាដែលទទួលអ្នកណាដែលជឿគេនឹងបានមានឈ្មោះនៅក្នុងបញ្ជីរបស់កូនជាមប៉ុន្តែបើអ្នកណាមិនទទួលគឺគេមានឈ្មោះនៅក្នុងបញ្ជីរបស់បាបបានថាមានឈ្មោះនៅក្នុងបញ្ជីរបស់សាតាំងហើយអញ្ចឹងហើយបានជាដើម្បីឲ្យឈ្មោះរបស់យើងចេញពីបញ្ជីរបស់សាតាំងត្រូវការព្រះលោហិតរបស់ព្រះយេស៊ូវឃើញទេត្រូវការជីវិតរបស់ព្រះយេស៊ូវដើម្បីរំដោះលួសសងថ្លៃលួសយើងអស្ចារ្យទេបងយើងត្រូវតែមានព្រះលោហិតរបស់ព្រះយេស៊ូវអញ្ចឹងក៏បានជាពួកមួយវងធំរាប់មិនអស់នៅក្នុងវិវរណៈចំពុក9ខចំពុក7ខ9ចុះមកក្រោមណាពួកគេលាងអាវរបស់ពួកគេនៅក្នុងឈាមរបស់កូនជាមពីព្រោះព្រះយេស៊ូវនៅពេលដែលទៅបោះត្រាពួកផលទី2នៃមនុស្សរស់សម្ដៅទៅលើពិភពលោកសម្ដៅទៅលើពួកមួយវងធំរាប់មិនអស់ណាព្រះអង្គនៅដើរតួជាកូនជាមនៅឡើយទេតតែប្រមូលពួកគេបានគ្រប់មកពីគ្រប់ទិសទាំងអស់ហើយទៅអង្គុយជាមួយនឹងលោកអាប់រ៉ាហាំអេសាកនិងយ៉ាកុបនៅក្នុងនគរមុន1000ឆ្នាំរួចហើយបានព្រះអង្គទ្រង់ជាសង្ឃរបស់ពូជអម្បរយូដាគឺជាស្ដេចដល់ទាំងស្ដេចនៅពេលព្រះអង្គទ្រង់យាងមកលើកទី2នៅលើពពកនោះណាជើងមិនជន់ដីនោះណាព្រះអង្គទ្រង់ជាស្ដេចលើទាំងស្ដេចប៉ុន្តែនៅក្នុងរយៈពេលកូនជាមបកត្រាទី7ហ្នឹងព្រះអង្គនៅតែកូនជាមដដែលនៅតែព្រះលោហិតនៅតែហូរដើម្បីសងថ្លៃលួសបាបមនុស្សជាតិនៅឡើយឃើញទេព្រះអង្គទ្រង់ចង់ឲ្យយើងទាំងអស់គ្នានឹងឯងបានមានព្រះលោហិតរបស់ទ្រង់អញ្ចឹងបានជាព្រះវិហារបើមិនបរិភោគសាច់មិនផឹកពីព្រះលោហិតរបស់ព្រះយេស៊ូវទេព្រះវិហារអត់មានជីវិតទេបានន័យថាឈ្មោះរបស់ព្រះវិហារឬក៏សមាជិករបស់ព្រះវិហារនៅក្នុងបញ្ជីរបស់សាតាំងនៅឡើយទេទាល់តែបរិភោគសាច់និងផឹកព្រះលោហិតរបស់ព្រះយេស៊ូវហើយអ្វីទៅដែលជានៅសម័យសញ្ញាចាស់ឬក៏សម័យរបស់អ៊ីស្រាអែលខាងសាច់ឈាមគឺព្រះលោហិតរបស់ព្រះយេស៊ូវតំណាងឲ្យទឹកដំពាំងបញ្ជូរមែនទេរូបសាច់របស់ព្រះយេស៊ូវតំណាងឲ្យនំប៉័ងឥតដំបែដល់ពេលសម័យចុងក្រោយនេះព្រះលោហិតរបស់ព្រះយេស៊ូវតំណាងឲ្យព្រះគម្ពីរដានីយ៉ែលរូបសាច់របស់ព្រះយេស៊ូវតំណាងឲ្យព្រះគម្ពីរវិវរណៈអញ្ចឹងហើយនៅពេលដែលពួកអស់អ្នកដែលបរិភោគនៅសារចុងក្រោយនេះណានៅក្នុងមាត់របស់គេផ្អែមដូចជាទឹកឃ្មុំលេបចូលទៅក្នុងពោះផ្អែមដូចជាទឹកឃ្មុំមិនមែនបរិភោគផ្អែមនៅក្នុងមាត់ហើយលេបទៅក្នុងពោះល្វីងដូចជាស្លែងទេនិយាយបងប្អូនយល់ឲ្យច្បាស់ចាប់ឲ្យតាន់សាររបស់ទេវតាពីទីថ្ងៃរះហ្នឹងគឺដើម្បីនាំបងប្អូនចូលក្នុងគ្រប់អស់ទាំងសេចក្តីពិតបើបងប្អូនតាមព្រះអង្គទ្រង់នឹងសៀលបងប្អូននឹងបោះត្រាបងប្អូនបើបងប្អូនមិនតាមទេបងប្អូនចប់ហើយចប់ត្រឹមហ្នឹងក្នុងការដែលយើងនៅមានជីវិតរស់នៅឡើយបើយើងរស់តាន់នៅសេចក្តីជំនុំជម្រះមនុស្សរស់ដែលព្រះទ្រង់ចាប់ផ្ដើមបងប្អូនរួចមិនរួចផុតពីដាវសម្លេះនៅក្នុងអេសេគៀលចំពុក9នោះទេបងប្អូនជឿមិនជឿជារឿងបងប្អូនបងប្អូនទទួលមិនទទួលជារឿងរបស់បងប្អូនប៉ុន្តែដំណឹងហ្នឹងបានទៅដល់បងប្អូនហើយបើងើយកន្តើយព្រះវិញ្ញាណនៃសេចក្តីពិតរាប់ថាបងប្អូនបដិសេធហើយបងប្អូនចូលទៅក្នុងបទមើងងាយព្រះវិញ្ញាណបរិសុទ្ធហើយសូមព្រះបានគង់ជាមួយយើងនឹងបញ្ចប់នៅក្នុងការសិក្សាជាមួយគ្នានៅពេលនេះដោយបទចម្រៀងនិងសេចក្តីអធិដ្ឋាន
អេមែនអរគុណដល់ព្រះអង្គម្ចាស់អរគុណដល់អង្គព្រះវិញ្ញាណនៃស្ដេចពិតគង់នៅជាមួយបាវបម្រើវត្រង់ចាយើងសិក្សានៅត្រែទាំង7យើងបានតិចណាបងប្អូនយើងមានម៉ោងតិចចាសូមឲ្យព្រះអង្គបានរៀបចំការយានជំនិះដល់កូនអរគ្នាដើម្បីកូនអរគ្នាបានធ្វើការព្រះអង្គពេញម៉ោងផងដែរអរគុណដល់ព្រះអង្គម្ចាស់មុននឹងយើងបញ្ចប់កម្មវិធីនៅថ្ងៃនេះនាងខ្ញុំនាំយកជាងរៀបមួយបទនៅសិភៅខ្មែរបរិសុទ្ធលេខ193នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ចាយើងច្រៀងបញ្ចប់នៅក្នុងថ្ងៃនេះទាំងអស់គ្នាយើងនឹងក្រាបថ្វាយបង្គំព្រះអង្គនៅម៉ោង10ទៀតផងដែរណាបងប្អូនសូមបងប្អូនអរគ្នាគ្រប់ឈរជាមួយនឹងខ្ញុំច្រៀងនៅបទនេះបញ្ចប់នៅក្នុងកម្មវិធីថ្ងៃនេះទាំងអស់គ្នាអាមែនយើងអរគុណដល់ព្រះអង្គម្ចាស់ទុកយើងមានទុកលំបាកឬក៏ស្ដីវេទនាឬមានទុកវេទនាយ៉ាងណាក៏ដោយយើងតែងតែស្វែងរកព្រះអង្គអធិដ្ឋានទូលទៅទ្រង់សូមឲ្យព្រះអង្គបានទេគ្រប់ទាំងទុកព្រួយទៅលើទ្រង់តែងតែយកបតីទុកដាក់ទ្រង់មិនឲ្យពួកសុចរិតត្រូវរង្គើនោះទេសូមឲ្យព្រះអង្គបានកំសាន្តចិត្តកូនអស់គ្នាដែលមានបញ្ហាផ្សេងឬក៏មានទុកកង្វល់ផ្សេងក៏ទ្រង់មេត្តាជួយដោះស្រាយនៅបញ្ហាអស់ទាំងនោះដើម្បីឲ្យកូនអស់គ្នាបានធ្វើការព្រះអង្គបានរួចផុតពីសេចក្តីទុកព្រួយព្រោះមនុស្សមិនស្លាប់ដោយសារការងារបងប្អូនគឺស្លាប់ដោយការទុកព្រួយម្ល៉េះហើយសូមឲ្យព្រះអង្គបានជួយកូនអស់គ្នាបានកេងលងលក់ឲ្យកូនអស់គ្នាមានសុខភាពល្អបញ្ញាធ្លិះវៃដើម្បីមានកម្លាំងនិងចិត្តក្លាហានដើម្បីធ្វើការត្រង់នៅ1ម៉ោងចុងក្រោយនេះផងដែរសូមព្រះអង្គគង់នឹងជាមួយនាងខ្ញុំម្ចាស់ក៏អរគុណទ្រង់នៅថ្ងៃបរិសុទ្ធសូមឲ្យព្រះអង្គបានគង់នៅជាមួយកូនអស់គ្នានៅតាមគេហដ្ឋាននឹងធ្វើការនៅក្នុងជីវិតសាជា6ថ្ងៃទៅទៀតហើយនឹងគង់នៅជាមួយបងប្អូនដែលបងប្អូនមកក្រាបថ្វាយបង្គំនៅពេលព្រឹកនេះផងដែរកូនសូមគ្រប់ការទាំងអស់កូនតែងតែទូលថ្វាយនៅគ្រប់ទាំងអស់នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអេមែនដូច្នេះយើងទទួលស្គាល់ហើយមែនទេគឺគ្មានព្រះឯណាដូចជាទ្រង់ឡើយគឺព្រះអង្គទ្រង់តែមួយគត់នៅក្រៅមេលើដីហ្នឹងគឺគ្មាននាមឈ្មោះណាដែលប្រទានមកឲ្យមនុស្សនៅលើផែនដីបានសង្គ្រោះក្រៅពីទ្រង់នោះទេអញ្ចឹងហើយបានជានាវាតំណាងឲ្យសាសនាដទៃនៅក្នុងពិភពលោកដែលអាសាតាំងវាយកមកបំភាន់ដល់មនុស្សជាតិហ្នឹងมันអាចជួយបងប្អូនបានទេมันអាចជួយចម្លងបងប្អូនទៅដល់ត្រើយផុតពីសាគរនៃសេចក្តីស្លាប់នឹងបានទេមានតែព្រះយេស៊ូវតែមួយគត់ដែលជាព្រះដែលអាចជួយសង្គ្រោះយើងបានសូមឲ្យបងប្អូនតោងទ្រង់រក្សានៅសេចក្តីជំនឿរបស់បងប្អូនប៉ុន្តែដើម្បីឲ្យបងប្អូនរក្សានៅសេចក្តីជំនឿរបស់យើងនឹងឯងនៅតែខ្ជាប់ខ្ជួនមាំមួនរឹងមាំទៅបានបងប្អូនត្រូវតែមានសេចក្តីពិតបើមានសេចក្តីពិតបងប្អូនអត់មានអ្នកណាមកឲ្យបងប្អូនរង្គើបានទេទោះបីជាត្រូវខ្យល់បក់កំហុកយ៉ាងណាក៏ដោយมันអាចផ្ដួលរលំសេចក្តីពិតបានទេ
ចាំបានជាព្រះយេស៊ូវទ្រង់ឲ្យសេចក្តីពិតចុងក្រោយប្រមូលនៅសេចក្តីពិតទាំងអស់គ្រប់សម័យចំនួនហ្នឹងមកដាក់នៅក្នុងគ្រាប់ពូជទី7ហ្នឹងដើម្បីឲ្យបងប្អូននឹងឯងឥតរង្គើមិនថាអំពើរបស់សេចក្តីងងឹតយ៉ាងណាទេសេចក្តីពិតរបស់ព្រះអត់មានរង្គើបានទេសូមឲ្យយើងបានរកគ្នាបានចូលទៅក្នុងគ្រប់អត្ថសេចក្តីពិតរបស់ទ្រង់តាមព្រះវិញ្ញាណនៃសេចក្តីពិតទៅចំពោះបល្ល័ង្ករបស់ព្រះជាមួយគ្នាដោយសេចក្តីអធិដ្ឋានបញ្ចប់អរគុណព្រះបិតាជាព្រះដែលគូនៅឋានសួគ៌សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់យើងខ្ញុំសូមអរគុណដល់ទ្រង់ដែលព្រះអង្គទ្រង់បានមានបន្ទូលនៅពេលថ្ងៃបរិសុទ្ធមកកាន់យើងខ្ញុំទាំងអស់គ្នាតាំងពីថ្ងៃបរិសុទ្ធចូលមកដល់រហូតមកដល់ពាក់កណ្ដាលថ្ងៃបរិសុទ្ធហើយនឹងរហូតទៅដល់ចុងបំផុតនៃថ្ងៃបរិសុទ្ធក៏ទ្រង់នៅតែមានវត្តមាននៅតែមានបន្ទូលមកកាន់យើងខ្ញុំទាំងអស់គ្នាសូមឲ្យយើងខ្ញុំទាំងអស់គ្នាបានសម្រាប់នៅក្នុងថ្ងៃបរិសុទ្ធរបស់ទ្រង់នឹងឯងបានពេញខ្នាតបានពេញលេញបានគ្រប់លក្ខបានអត់ខ្ចោះនៅចំពោះទ្រង់ប៉ុន្តែយើងខ្ញុំទាំងអស់គ្នាតែងតែយល់ថាអ្វីទាំងអស់យើងខ្ញុំទាំងអស់គ្នាមិនអាចធ្វើដោយខ្លួនឯងបានទេបើគ្មានវត្តមានរបស់ទ្រង់នៅក្នុងយើងទាំងអស់គ្នាបើគ្មានសេចក្តីពិតរបស់យើងរបស់ទ្រង់នៅក្នុងយើងទាំងអស់គ្នាយើងខ្ញុំទាំងអស់គ្នាមិនអាចធ្វើតាមសេចក្តីពិតរបស់ទ្រង់បានទេតែយើងសូមឲ្យព្រះវិញ្ញាណនៃសេចក្តីពិតរបស់ទ្រង់នៅតែបន្តអត់ទោសនឹងគួងជាមួយយើងខ្ញុំទាំងអស់គ្នានាំយើងខ្ញុំទាំងអស់គ្នាចូលក្នុងគ្រប់អស់ទាំងសេចក្តីពិតរបស់ទ្រង់ហើយរក្សាយើងខ្ញុំទាំងអស់គ្នាដោយបោះត្រាដើម្បីការពារកុំឲ្យទេវតានៅក្នុងអេសេគៀចំពោះ9សម្លេះអ្នកណាមួយនៅក្នុងចំណោមពួកយើងឡើយដូច្នេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណដល់ទ្រង់ក្នុងគ្រប់ការទាំងអស់នៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទទូព្រះអង្គគុំសាជាថ្មីតំណាងឲ្យពួកបរិសុទ្ធនៅទីនេះក៏ដូចនៅតាមប្រព័ន្ធផងដែរថ្វាយបង្គំលាព្រះបិតាជំរាបលាពួកបរិសុទ្ធនិងពួកបរិសុទ្ធដែលនៅគ្រប់ទិសទីសូមឲ្យបងប្អូនទៅគ្រប់ទីកន្លែងដោយសេចក្តីសុខសាន្តតាមព្រះបន្ទូលរបស់ព្រះគ្រីស្ទចុះសូមជម្រាបលា